ហើយចាំមើលចោះប្រធានក្រុមហ៊ុនមកដល់ហើយណាអីចាអនុប្រធានកុំធ្វើអញ្ចឹងអីឆាប់ដេញខ្ញុំទៅជួយផងសាលីចាំយល់ព្រមជាមួយនឹងយើងទៅទោះបីជានាងស្រែកមានព្រះមកជួយក៏មិនជួយមិនបានដែរណែខ្ញុំគ្រាន់តែលេងសើចតែប៉ុណ្ណោះនោះទេចាំសៀតហ៊ានធ្វើផ្ដេសផ្ដាស់ផងអនុប្រធានយូលោកស្មានតែខ្ញុំមិនដឹងមែនទេខ្ញុំដឹងពីលោកយូហើយឆាប់អូខេចេញទៅក្រៅហើយដល់តំណែងរបស់គេភ្លាមលោកប្រធានខ្ញុំដឹងហើយលោកប្រធានចាំបាច់ដកហូតតំណែងផងហ៎តាមប៉ាត់ខ្ញុំគួរតែយកគាត់ទៅឲ្យប៉ូលីសដើម្បីធ្វើឲ្យគាត់ភ័យណាណានាងពេលនេះលោកយាយកំពុងតែនៅមុខក្រុមហ៊ុនមិនដឹងថាគាត់ចង់ធ្វើអីទេហើយយ៉ាក្រុមហ៊ុនមីងហ្វៃមានតែស្រីទាំងអស់រត់តែប្រុសម្នាក់ធ្វើឆ្នាំមិនបានអូយត្រូវតែរកវិធីដើម្បីធ្វើនាងឆាប់បានប្តីសួស្ដីអ្នកប្រុសមានវិឆាទេអែតមកចុះសំទោសផងខ្ញុំមានពីតនេទេសួស្ដីអ្នកម្ដាយថ្ងៃនេះគឺជាថ្ងៃដំបូងរបស់ខ្ញុំបានចូលធ្វើការងារនៅតែយន្តគ្រប់ម៉ាក់កុំបារម្ភអីខ្ញុំនឹងការពារម៉ាក់ហើយនឹងមើលថែរក្សាម៉ាក់ណាប៉ុណ្ណឹងសិនចុះហើយទៅចាំអែតជាមួយខ្ញុំក៏បានដែរអែតជាមួយខ្ញុំប្រុសសង្ហាម្នាក់នេះពិតជាល្អណាស់លោកយល់ព្រមអែតឆាតជាមួយខ្ញុំហើយមិនសួរពីមូលហេតុឬមួយក៏ខ្លាចខ្ញុំបោកប្រាស់ទេអីអ្នកប្រុសខ្ញុំគិតថាលោកយាយគឺជាមនុស្សល្អម្យ៉ាងទៀតបច្ចុប្បន្នសប្តាហ៍នេះគេប្រើប្រាស់កម្មវិធីនេះច្រើនណាស់អីយ៉ាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់យាយពិតជាចូលចិត្តមកអែតជាមួយយាយមកអូបានចាំឲ្យចៅស្កេនក៏បានដែរចិនហ្វុងឯងចង់យ៉ាងម៉េចហ្នឹងហើយធានមីងយ៉ាងម៉េចយើងគិតថាឯងចូលធ្វើការងារនៅតែយន្តគ្រប់ស៊ីអាហារទុនល្អប៉ុន្តែបើជាជ្រើសរើសមនុស្សចាស់មានអាយុច្រើនថែមទាំងជាអ្នកបោះសម្រាមទៀតរសជាតិនិយមឯងពិតជាគ្រាន់បើមែននៃគេនិយាយចោលត្រូវហើយហើយលោកគ្រាន់តែជាបុគ្គលិកថ្នាក់ទៀតធ្វើការនៅក្រុមហ៊ុនតៃយន្តក្រុមយើងនឹងប្រាប់ចៅរបស់យើងឲ្យដកឯងចេញយាយកញ្ចាស់ក្លិនស្អុយចង់គំរាមបណ្ដេញខ្ញុំផងមាននឹងថាយើងជានរណាគេទេប្រយ័ត្នបាត់ប្រាក់ខែទៅឯងលោកយាយតើឯងរៀនកិច្ចសាលាមែនទេទើបខ្វះសុជីវធម៌ចំពោះមនុស្សចាស់បែបនេះជាអ្នកដឹកនាំតែយន្តគ្រប់មុននិយាយស្អីគិតផងឯងគិតតែខ្លួនឯងជានរណាគេទើបនិយាយបែបនេះជាមួយយើងបានចូលធ្វើការងារនៅក្នុងក្រុមហ៊ុននេះក៏មានប្រតាបកិច្ចដើម្បីការពារអ្នកទាំងអស់គ្នាដែរទើបតែចូលយើងប្រាប់ឯងមិនលើសត្រឹមតែ3ថ្ងៃទេឯងនឹងចាក់ចេញពីទីនេះជឿដែរទេហ៎អីយ៉ាឯងចង់ធ្វើស្អីឯងចង់វាយយើងមែនទេហ៎វាយមកធានមីងពីមុនធ្លាប់រៀនសាលាជុំគ្នាមានអ្នកចូលចិត្តឯងច្រើនណាស់ប៉ុន្តែពេលនេះឯងគ្រាន់តែជាមនុស្សដែលមានឋានៈទាបនៅក្នុងសង្គមនេះតែប៉ុណ្ណោះនោះទេឯងកុំចង់មកប៉ះជាមួយយើងធានមីងពួកយើងទាំងពីរនាក់បានបែកគ្នារយៈពេល3ខែហើយឈប់មករំខានខ្ញុំជាមួយចិនហ្វេងបានអត់មានរឿងល្អមើលហើយមើលចាស់គួរតែទុកឲ្យពួកយើងមានក្តីសុខខ្លះទៅណានេះអូនបន្ទោសវាគឺខុសហើយរសជាតិនិយមរបស់វាគឺចូលចិត្តបែបនេះបានយល់ព្រមអេដវីឆាតជាមួយនឹងយាយកញ្ចាស់វគ្គនេះផងហាមិននឹកស្មានថាលោកធ្វើបែបនេះតើតើសាធានមីងពិតជាគួរឲ្យខ្មាស់គេណាបើមិនចង់ឲ្យខ្មាស់គេឆាប់ចាក់ចេញពីទីនេះទៅសំមុខឯងលីឈិញនេះអ្នកដែលអាម៉ាស់គឺមិនមែនជាខ្ញុំទេគឺជានាងដែលនាំប្រុសចូលក្នុងផ្ទះសំណាក់នៅពេលដែលយើងតាក់ទងគ្នា
ថេនមីងហេតុអីបានជាលោកចង់តាមអំផ្លាញខ្ញុំ នេះមិនចាំបាច់ប្រកាយទេខ្ញុំមានផតតានៅក្នុងទូរស័ព្ទដៃរបស់ខ្ញុំនេះបើខ្ញុំផតទៅច្បាស់ជាបែកធ្លីមិនខានទេ អូល្អមើលណាស់ អូពិតជាគួរចាប់អារម្មណ៍ណា ថេនមីងចិនហ្វេងគេល្អខ្លាំងណាស់ម្ល៉េះហើយបានជាខ្ញុំជ្រើសរើសយកគាត់មនុស្សស្រីគ្រប់រូបតែងតែប្រាថ្នាចង់បានប្តីល្អជានិច្ចម្យ៉ាងទៀតពួកយើងទាំងពីរនាក់បានបែកគ្នាយូរមកហើយថេនមីងខ្ញុំសូមវល់លោកទៅចាស់សូមលោកមេត្តាដោះលែងយើងទាំងពីរនាក់ទៅពួកយើងពិតជាស្រឡាញ់គ្នាខ្លាំងណាស់ ហើយចាតាមពិតណាយើងថាឯងនឹងគឺជាមនុស្សឈួតហើយគឺជាមនុស្សចោលពេជ្រសបាដុំថ្មពេលនេះគេស្រឡាញ់ឯងថ្ងៃក្រោយគេច្បាស់ច្បាស់បង់ចោលឯងយើងគ្រាន់តែឃើញមុខគេយើងយល់ច្បាស់ហើយភី ខ្ញុំគិតថាលោកយាយនិយាយត្រូវណាស់ត្រូវហើយលោកយាយមានខ្សែភ្នែកបុតណា ឆាប់ចេញពីមុខមាត់ខ្ញុំទៅខ្ញុំមិនចង់ឃើញអ្នកទាំងពីរទៀតទេធានមីងឯងចាំមើលទៅយើងនឹងសងសឹកឯងទៅវិញ ប៉ាត់ជាធ្វើបានល្អណាស់ប្រស្អាត លោកយាយមិនកាត់អីមែនទេ អាយយោលោកហៅយើងថាយាយមែនទេស្ដាប់ហើយចូលចិត្តណាស់សាក់ហៅម្ដងទៀតទៅមើល ណែ ចៅប្រុសឯងចង់បានប្រពន្ធទេចៅ ណែ គេឈ្មោះអីឈ្មោះរបស់គេគឺហួថេនមីងគឺជាបុគ្គលិកថ្មីផ្នែកលក់កម្រមានមនុស្សល្អបែបនេះណាបច្ចុប្បន្ននេះតែយើងគួរឲ្យរង្វាន់គេអត់ប្រហែលជាគេស្គាល់អត្តសញ្ញាណរបស់លោកយាយខ្ញុំបានជាធ្វើយ៉ាងនេះកុំតន់ហើយចាអ្នកនាងក៏មានប្រសាសន៍អញ្ចឹងអសោះត្រូវហើយលោកយាយបានអេតឆាតបារោះម្នាក់នោះដើម្បីរកប្តីឲ្យអ្នកនាងលោកយាយគាត់តែងតែខ្វល់ខ្វាយចំពោះខ្ញុំជានិច្ចនិយាយអញ្ចឹងខ្ញុំលើគេនិយាយថាមាត់ប្រារបស់អ្នកនាងមកប្រទេសចិនអ្នកទាំងពីរបានភ្ជាប់ពីលោកយាយគាត់មិនពេញចិត្តម្ល៉េះហើយបានជាគាត់ធ្វើយ៉ាងនេះជាពិសេសមួយរយៈនេះគឺខ្ញុំតែងតែឃើញអ្នកនាងមើលរូបថតនេះជាញឹកញាប់ណាសួរតាមត្រង់ទៅចាស់តើអ្នកនាងនៅគាត់មែនទេប៉ាប៉ាកុំទៅចាញ់ខ្ញុំបានទេម៉ាក់កំពុងតែនៅមន្ទីរពេទ្យគាត់ត្រូវការលុយ ឯងហើយនឹងម្ដាយឯងមិនមានពាក្យប៉ុនអីជាមួយយើងទេ ប៉ាប៉ាកុំទៅចាញ់កូនបានទេប៉ាប៉ា រយៈពេល10ឆ្នាំហើយដែលខ្ញុំបែកពីគាត់ខ្ញុំបានស៊ើបដែរតែมันបានទទួលដំណឹងអ្វីសោះខ្ញុំខ្លាចតែអត់បានជួបគាត់ទេជាតិនេះអាឡូលោកយាយ ចៅចុះមកក្រៅមកណាយាយរកបានប្តីល្អឲ្យចៅហើយ អស់ចា ចៅស្រីរបស់យាយនាងមកដល់លើហើយចាំតិចទៅ ណែអត់ទេខ្ញុំមិនដែលជួបចៅស្រីរបស់លោកយាយសម្យ៉ាងទៀតថ្ងៃនេះគឺជាថ្ងៃដំបូងរបស់ខ្ញុំលាលោកយាយហើយ អូយខ្ញុំដូចជាឈឺក្បាលខ្លាំងណាស់ ណែលោកយាយមានបញ្ហាអីមែនទេចាំខ្ញុំជួយលោកយាយទៅពេទ្យ មិនបាច់ទៅពេទ្យទេបន្តិចទៀតលេងអីហើយជំងឺចាំងវាតែងតែរើឡើងចឹងហើយណាអាយបន្តិចទៀតចៅយាយមកហើយ លោកយាយ ហ៎ ហើយអ្វីបានជាបេះដូងរបស់ខ្ញុំលូតញាប់យ៉ាងនេះ បងប្រាប់នៅពេលដែលខ្ញុំធំឡើងខ្ញុំធ្វើជាកូនកំមុំបងបាននេះមិនអីទេមួយជីវិតនេះខ្ញុំរៀបការជាមួយនាងតែម្នាក់គាត់តែអាចជាគាត់ទេណាបើតែគាត់គឺដូចជាបងប្រុសម្នាក់នោះលោកយាយតើគាត់ម្នាក់ហ្នឹងឯងដែលជាប្តីដែលលោកយាយរកឲ្យខ្ញុំនោះ ត្រូវហើយមីងវីអាចៅត្រូវតែរៀបការជាមួយគេថ្ងៃនេះ ដូច្នេះ
តើលោកប្រកាសទេដែលថាចង់រៀបការជាមួយខ្ញុំ ហ៎ខ្ញុំមិនទាន់បានឆ្លើយថាយល់ព្រមនោះទេ ហេធានមីញាចៅស្រីរបស់ខ្ញុំគឺជាក្មេងល្អខ្លាំងណាស់បើបានរៀបការជាមួយនាងគឺមានសំណាងហើយមិនងាយរកបានទេ លោកយាយខ្ញុំទើបតែជួបចៅស្រីរបស់លោកយាយលើកដំបូងមើលទៅនេះក៏មិនយល់ គឺ ព្រ មាន ម តែ ដែរ ខ្ញុំទេដែលធ្លាប់បដិសេធជាមួយអ្នកដទៃនោះចាំម៉េចឬមួយក៏គិតថាមិនស័ក្តិសម ខ្ញុំមិនបាននិយាយថាមិនស័ក្តិសមនោះទេ បើអញ្ចឹងមានបញ្ហាអីទេឬក៏ខ្ញុំមិនសម ខ្ញុំគ្មានគណិតណែសុំពេលបន្តិចរឿងនេះគឺ អាចជួបតែទៀតពេលខែអាចខ្ញុំរៀបការជាមួយគាត់ទេ ល្ងងតិចមែនប៉ុន្តែគ្រាន់តែ ហ៎ លោកឈ្មោះអីអាយុប្រហែលធ្វើការអីប្រាប់ឲ្យលឿនមក ខ្ញុំឈ្មោះហឺតធានមីងជាបុគ្គលិកថ្មីផ្នែកលក់នៅក្នុងក្រុមហ៊ុនតាយុនក្រុម ខ្ញុំមានអាយុ24ឆ្នាំគ្រួសារខ្ញុំនៅស្រុកស្រែជនបទ ខ្ញុំឈ្មោះអ៊ូយ៉ាងមីងហ្វៃអាយុ24ឆ្នាំធ្វើការតែយន្តក្របស្រុកកំណើតជនបទ ហ៎ចៃដន្យម្ល៉េះនេះធ្វើការងារនៅតាយុនក្រុមដែរហ៎ មានអីតាក់ទងជាមួយលោកទេស្គាល់គ្នារួចហើយអូខេទៅចូលតាសវល ណែ អញញ៉ាំបន្តិចទេ ធ្វើការងារនៅថ្ងៃដំបូងហើយក៏បានរៀបការយកប្រពន្ធមួយផងដែរមិនដឹងប្រាំប៉ាម៉ាក់ខ្ញុំយ៉ាងម៉េចទេម្យ៉ាងទៀតខ្ញុំមិនទាន់បានចូលធ្វើការ ខ្ញុំ ទេ នឹងទៅព្រះវិហារអុជធូបបន្ថែមទៀតអរគុណហើយហេងហេសុខសប្បាយទីបំផុតឯងបានរៀបការប្តីហើយលោកត្រូវចេះមើលថែនាងឲ្យល្អណា អីចាលោកជេមិនតាន់បានប្រហែលផងលោកយាយកាន់ជើងគេបាត់ទៅហើយធ្វើដូចជាចៃនឹងជាមនុស្សមិនបានការអញ្ចឹង ឯងកុំនិយាយអញ្ចឹងនិយាយមិនទាន់បាននិយាយអីនៅឡើយទេ ហ៊ានមីញានេះគឺជាអំណោយជួបមុខគ្នាថ្ងៃដំបូងនិយាយជូនចៅ មិនដឹងជាស្អីទេលោកជេកុំធ្វើដូចជាអ្នកមានពេកបាននេះ ហើយចុះមានតែថៃត្រឹមតែ100លានតែប៉ុណ្ណោះវាមិនច្រើនទេហើយនេះធានមីងយកទៅចៅ ខ្ញុំមិនទទួលយកលុយនេះទេ ហើយនៅក្នុងកាតនេះចៅមិនសួរថាមានលុយប្រមាណទេអី ខ្ញុំដឹងថាក្នុងកាតនេះមានលុយប៉ុន្តែប៉ាម៉ាក់បង្រៀនខ្ញុំថាជាមនុស្សប្រុសត្រូវតែពឹងផ្អែកលើសមត្ថភាពរបស់ខ្លួនឯង Okay. គឺត្រូវពឹងលើសមត្ថភាពរបស់ខ្លួនឯងនឹងហើយ និយាយជូនប៉ោចៅឲ្យឆាប់រកលុយបានច្រើនណាចៅណាអូចៅត្រូវចេះបង្កើតតំណែងតំណងគ្នាឲ្យកាន់តែល្អទៅនិយាយឲ្យងុយគេនិយាយទៅគេងហើយណាចៅណា បាយបាយ ត្រូវហើយលោកយាយគាត់បានទៅបាត់ហើយពួកយើងចូលទៅលេងលះគ្នាទៅ នៅទីបំផុតកន្ទុយកញ្ជ្រងលេចចេញមកមែនចាំម៉េចចង់លែងលះហេ អាហាលេងលះខ្ញុំទើបតែធ្វើការងារថ្ងៃដំបូងទេហើយក៏មិនមានលុយដែរ ត្រូវហើយគឺគាត់មិនទាន់ស្គាល់អត្តសញ្ញាណរបស់ខ្ញុំនៅឡើយទេចុះបើខ្ញុំមិនចង់លែង នាងពឹងផ្អែកលើខ្ញុំមែនទេ ខ្ញុំចាំបាច់ត្រូវពឹងលើលោកអញ្ចឹងមែនទេមកហើយចាស់រឿងលែងលះចាំពេលក្រោយចាំនិយាយ អញ្ចឹងសុំអេដវីឆាតនាងមួយមកស្រួលតាក់ទងគ្នា បើគង់តែលែងលះគ្នាចាំបាច់យកធ្វើអីទៅលោកស្មានតែខ្ញុំនឹងចង់រៀបការជាមួយលោកណាហេ អាមិនបានទៅជាខឹងអញ្ចឹងណពិតជាគ្មានហេតុផលមែនអាឡូ លោកអញពិតជាក្រាន់បានណាស់ពេលនេះមកប្រហែលហើយ ហ៎វិវ៉ហើយ នេះជាកន្លែងធ្វើការរបស់លោកសាឡបងតែ3ខែតែប៉ុណ្ណោះជូនពរសំណាងល្អណាស់ បានអរគុណច្រើនណាស់ហើយបានដល់កន្លែងការងារហើយស្រីទឹកណាទឹកនេះនាងផឹកហើយមែនទេ ខ្ញុំបានប្រកាន់ទេខ្ញុំអត់បានផឹកដល់មាត់ផង អ
ណែយកទៅវិញទៅហើយសុទ្ធតែជាស្រីស្អាតអាយ៉ាមើលចោវ៉ាក្រុមហ៊ុននេះសុទ្ធតែស្រីស្អាតអូណែសុំបន្តិចហេតុអីបានជាក្រុមហ៊ុននេះសម្បូរស្រីស្អាតច្រើនម្ល៉េះប្រុសធ្វើការងារដូចជាមិនសូវមានទេប៉ុន្តែភាគច្រើនគឺសុទ្ធតែជាមនុស្សស្រី ប្រធានក្រុមហ៊ុនរបស់យើងគឺជាមនុស្សស្រីគាត់ជាមនុស្សស្រីស្រស់ស្អាតណាស់ស្អាតក្នុងចំណោមស្រីទាំង4នៃជើងឆាំងនេះតារាសុំខ្មែរ ខ្ញុំមិនដែលស្គាល់ទេណែមានរូបថតរបស់គាត់ទេ ធម្មតាគឺគាត់ពិតជាមានអាកំបាំងណាស់មិនដែលមានបែកធ្លាយព័ត៌មានអីទេណា អាចកំបាំងដល់ថ្នាក់នឹងផងមិនអីទេខ្ញុំនឹងឆែកតាមទូរស័ព្ទក៏បានដែរ ហើយស្អីហ្នឹងមកការងារនៅមើលស្រីស្អាតទេឆាប់ទៅជួបលោកលីវទៅមកធ្វើការដំបងប្រយ័ត្នគេកាត់ប្រាក់ខែណា ត្រូវហើយ មកធ្វើការថ្ងៃដំបងផងហេតុអីក៏យឺតចាយខ្លាំងម្ល៉េះថ្លាំធំហ៊ានលួចស្រឡាញ់ស្រីស្អាតផង មិនអីទេចិនហ្វុងឯងកុំបារម្ភអីអ្នកណាដែលហ៊ានប៉ះពាល់ឯងនោះច្បាស់ជាចប់មិនខានទេល្អណាស់មិននឹងចុះអាយ៉ាធានវិញមកអង្គុយសិនមកអាណែតើលោកមានមិត្តភ័ក្តិឬក៏បងប្អូនធ្វើការងារនៅក្នុងក្រុមហ៊ុននេះមែនទេមានមុខតំណែងធំហ៎ខ្ញុំស្គាល់តែស៊ីមីនយូតែប៉ុណ្ណោះខ្ញុំមកក៏តាមរយៈនាងដែរគ្មានអ្នកតំណែងធំអីទេអាយ៉ាមិនចាំបាច់លាក់ទេបើមានក៏និយាយមកសិតតែគ្នាឯងទេណាខ្ញុំគ្មានមែនគឺមិនមានអ្នកស្គាល់ណាទេឯងយឺត2ម៉ោងហើយតើឯងជាស្អីទៅទើបមកធ្វើការងារយឺតបែបនេះបញ្ញាប់ទៅ HR ទៅឯងត្រូវបានជើងបណ្ឌិតចេញហើយអ្នកគ្រប់គ្រងលោកបានសម្ភាសកាលពីប្រហែលថ្ងៃមុនឲ្យខ្ញុំធ្វើការងារខាងផ្នែកលក់យ៉ាម៉េចឯងមិនចង់ទទួលមែនទេឯងគ្រាន់តែជាបុគ្គលិកសាក់លបងតែប៉ុណ្ណោះនោះទេតែមកធ្វើការងារយឺតដំបងបែបនេះទៅហើយយើងមិនទុកឯងទេឆាប់ចាក់ចេញទៅអាឡូលេខាលីនអូបាទហ្នឹងហើយចប់សិនបើឯងបានមកចុះបញ្ជូក្រុមហ៊ុន Jinman Incomer វាគឺជាឱកាសចុងក្រោយសម្រាប់ឯងហើយល្អលងងឯងគឺជាអ្នកទទួលកំហុសចំនួនយើង កម្រងជាណានអ៊ីនខាម៉ាមិនតាន់បានចរចានៅឡើយទេប្រធានវាងគឺជាមនុស្សដែលចូលចិត្តផឹកស៊ីបើទោះបីជានាងទៅផ្ទាល់ក៏ដោយចោះក៏មិនអាចធ្វើឲ្យកើតដែរណាបើទោះបីជារលាកកាពះប៉ុន្តែដើម្បីមនុស្សក្នុងក្រុមហ៊ុនគឺខ្ញុំត្រូវទៅជួបគាត់ខ្ញុំបានស្នើសុំក្រុមហ៊ុនរៀបចំបុគ្គលិកថ្មីឲ្យទៅកាន់នៅទីនោះធ្វើការណាត់ជួបជាមួយប្រធានវាងខ្ញុំនឹងទៅទីនោះថាម៉េចប៉ុន្តែថ្ងៃនេះចាំម៉េចតើឯងគិតពីការរៀបការคล้ายៗហ្នឹងឯងលោកយាយជាអ្នករៀបចំឲ្យខ្ញុំមិនចាំបាច់គិតទេ អូយ៉ាងមិញហ្វីធ្វើត្បិតតែនាងជាប្រធានក្រុមហ៊ុនតៃយុនគ្រប់ប៉ុន្តែបើនាងមិនចេះផឹកនោះខ្ញុំមិនបង្ខំនាងទេតែបើចង់សហការជាមួយខ្ញុំត្រូវតែផឹក10កែវនេះជាមុនសិនទើបខ្ញុំអាចសហការជាមួយនាងបានហើយចាស្រានេះមានចិត្តអាកល្បខ្ពស់ខ្លាំងណាស់ខ្ញុំមិនអាចផឹកបានទេ អូយ៉ាងមិញហ្វីបោះបង់ចោលទៅនាងគ្មានសមត្ថភាពនៅក្នុងការផឹកទេហើយគ្មានអ្នកណាអាចយល់ចិត្តផឹកជាមួយខ្ញុំបានទេពិតជាពិបាកអារម្មណ៍មនុស្សដែលយល់ចិត្តខ្ញុំខ្លាំងណាស់តោះនាងចេញទៅ
ហើយបន្ទប់ប្រធានវាងគឺនៅម្ដុំណាចេះគឺជានាងមកសហការជាមួយនឹងលោកវាងសោះ អ្នកនាងអាបើតែមិនរួចក៏បង្ខំណាត្រូវតែផឹកទោះបីជាចូលពេទ្យក៏ត្រូវតែផឹក សុទ្ធតែជាស្រីស្អាតអាយ៉ាមើលចោវ៉ាក្រុមហ៊ុននេះសុទ្ធតែស្រីស្អាតអូណែសុំបន្តិចហេតុអីបានជាក្រុមហ៊ុននេះសម្បូរស្រីស្អាតច្រើនម្ល៉េះប្រុសធ្វើការងារដូចជាមិនសូវមានទេប៉ុន្តែភាគច្រើនគឺសុទ្ធតែជាមនុស្សស្រី ប្រធានក្រុមហ៊ុនរបស់យើងគឺជាមនុស្សស្រីគាត់ជាមនុស្សស្រីស្រស់ស្អាតណាស់ស្អាតក្នុងចំណោមស្រីទាំង4នៃជើងឆាំងនេះតារាសុំខ្មែរ ខ្ញុំមិនដែលស្គាល់ទេណែមានរូបថតរបស់គាត់ទេ ធម្មតាគឺគាត់ពិតជាមានអាកំបាំងណាមិនដែលមានបែកធ្លាយព័ត៌មានអីទេណា អាចកំបាំងដល់ថ្នាក់នឹងផងមិនអីទេខ្ញុំនឹងឆែកតាមទូរស័ព្ទក៏បានដែរ ហើយស្អីហ្នឹងមកការងារនៅមើលស្រីស្អាតទេឆាប់ទៅជួបលោកលីវទៅមកធ្វើការដំបងប្រយ័ត្នគេកាត់ប្រាក់ខែណា ត្រូវហើយ មកធ្វើការថ្ងៃដំបងផងហេតុអីក៏យឺតចាយខ្លាំងម្ល៉េះខ្លាំធំហ៊ានលួចស្រឡាញ់ស្រីស្អាតផង មិនអីទេចិនហ្វុងឯងកុំបារម្ភអីអ្នកណាដែលហ៊ានប៉ះពាល់ឯងនោះច្បាស់ជាចប់មិនខានទេល្អណាស់មិននឹងចុះអាយ៉ាធានវិញមកអង្គុយសិនមកអាណែតើលោកមានមិត្តភ័ក្តិឬក៏បងប្អូនធ្វើការងារនៅក្នុងក្រុមហ៊ុននេះមែនទេមានមុខតំណែងធំហ៎ខ្ញុំស្គាល់តែស៊ីមីនយូតែប៉ុណ្ណោះខ្ញុំមកក៏តាមរយៈនាងដែរគ្មានអ្នកតំណែងធំអីទេអាយ៉ាមិនចាំបាច់លាក់ទេបើមានក៏និយាយមកសិតតែគ្នាឯងទេណាខ្ញុំគ្មានមែនគឺមិនមានអ្នកស្គាល់ណាទេឯងយឺត2ម៉ោងហើយតើឯងជាស្អីទៅទើបមកធ្វើការងារយឺតបែបនេះបញ្ញាប់ទៅ HR ទៅឯងត្រូវបានជើងបណ្ឌិតចេញហើយអ្នកគ្រប់គ្រងលោកបានសម្ភាសកាលពីប្រហែលថ្ងៃមុនឲ្យខ្ញុំធ្វើការងារខាងផ្នែកលក់យ៉ាម៉េចឯងមិនចង់ទទួលមែនទេឯងគ្រាន់តែជាបុគ្គលិកសាកល្បងតែប៉ុណ្ណោះនោះទេតែមកធ្វើការងារយឺតដំបូងបែបនេះទៅហើយយើងមិនទុកឯងទេឆាប់ចាក់ចេញទៅអាឡូលេខាលីនអូបាទហ្នឹងហើយចប់សិនបើអញបានមកចុះបញ្ជូក្រុមហ៊ុន Jinman Incomer វាគឺជាឱកាសចុងក្រោយសម្រាប់ឯងហើយល្អលងងឯងគឺជាអ្នកទទួលកំហុសចំនួនយើងកម្រងជាណានអ៊ីនខាម៉ាមិនតាន់បានចរចានៅឡើយទេប្រធានវាងគឺជាមនុស្សដែលចូលចិត្តផឹកស៊ីបើទោះបីជានាងទៅផ្ទាល់ក៏ដោយចោះក៏មិនអាចធ្វើឲ្យកើតដែរណាបើទោះបីជារលាកកាពះប៉ុន្តែដើម្បីមនុស្សក្នុងក្រុមហ៊ុនគឺខ្ញុំត្រូវទៅជួបគាត់ខ្ញុំបានស្នើសុំក្រុមហ៊ុនរៀបចំបុគ្គលិកថ្មីឲ្យទៅកាន់នៅទីនោះធ្វើការណាត់ជួបជាមួយប្រធានវាងខ្ញុំនឹងទៅទីនោះថាម៉េចប៉ុន្តែថ្ងៃនេះចាំម៉េចតើឯងគិតពីការរៀបការคล้ายៗហ្នឹងឯងលោកយាយជាអ្នករៀបចំឲ្យខ្ញុំមិនចាំបាច់គិតទេអូយ៉ាងមីងហ្វីធ្វើត្បិតតែនាងជាប្រធានក្រុមហ៊ុនតៃយុនគ្រប់ប៉ុន្តែបើនាងមិនចេះផឹកនោះខ្ញុំមិនបង្ខំនាងទេតែបើចង់សហការជាមួយខ្ញុំត្រូវតែផឹក10កែវនេះជាមុនសិនទើបខ្ញុំអាចសហការជាមួយនាងបានហើយចាស្រានេះមានជាតិអាល់កុលខ្ពស់ខ្លាំងណាស់ខ្ញុំមិនអាចផឹកបានទេអូយ៉ាងមិញពីបោះបង់ចោលទៅនាងគ្មានសមត្ថភាពនៅក្នុងការផឹកទេហើយ
គ្មានអ្នកណាអាចយល់ចិត្តផឹកជាមួយខ្ញុំបានទេពិតជាពិបាកអរមនុស្សដែលយល់ចិត្តខ្ញុំខ្លាំងណាស់តោះនាងចេញទៅហើយបន្ទប់ប្រធានវាងគឺនៅម្ដុំណាចេះគឺជានាងមកសហការជាមួយនឹងលោកវាងសោះ អ្នកនាងបើទៅមិនរួចក៏បង្ខំណាត្រូវតែផឹកទោះបីជាចូលពេទ្យក៏ត្រូវតែផឹកប្រធានវាងខ្ញុំមកយឺនចាត់ទុកថាពិន័យខ្លួនឯងទៅចុះអាយ៉ាខ្ញុំផឹកមួយដបនេះសូមអញ្ជើញលោកប្រធានវាងអណ្ណាលោកប្រធានប្រយ័ត្នហើយចាណាគេលឹកផ្លូវតាណាបាត់ហើយណាខ្ញុំអត់ស្វឹង ai có cái quan mà bên thật lắm bà tay như bên toan sự vóc thế ai cũng cứ thay như sự vâng ai hiện thật kiểu bùi như tiên thế lúc thiên bà nhà hà thị khi nhọc anh phát ban thiên ở đó chứ cái phát gì chứ dễ góp kia mong tới giang bên đó trời rộp an cả rộp an ọt chỉបញ្ហាទេបងប្អូនឡាចាប់ពីថ្ងៃនេះទៅឯងជីវិតភ័ក្ររបស់យើងហើយហៅថាយើងបងប្អូនល្អរាប់ខានគ្នាយ៉ាងម៉េចដែរត្រូវហើយបងប្អូនល្អបងប្អូនល្អត្រូវហើយបងប្អូនល្អបងធំបងធំបងធំតាក់ស៊ីបណ្ដោះហើយលីហើយបងប្អូនឡខ្ញុំមើលតែគាត់គឺដូចជាមិនចេះផឹកទេប៉ុន្តែសាហាវណាស់ហើយយ៉ាកុំថាគាត់អញ្ចឹងអីគាត់ពិតជាប្រកែផឹកខ្លាំងណាស់ខ្ញុំទៅមើលគាត់សិនហើយចាមើលនាងខ្ញុំចាស់ដើរមិនចង់ត្រង់ផ្លូវផងទៅជួយគេហ៎គឺពិតជានិស័យហើយបណ្ដាលឲ្យផឹកជាមួយគ្នាបែបនេះនោះហើយអីចឹងហើយចាធានមីងហេតុអីបានជាលោកស្វឹងដល់ថ្នាក់នេះត្រូវការឲ្យខ្ញុំជូនទៅមន្ទីរពេទ្យទេហេតុអីបានជានាងស្អាតម្ល៉េះហ៎តាជាទេពអប្សរធ្លាក់ពីលើមេឃមែនទេហើយចាវាគ្រាន់តែជាកងត្រាទូចមួយតែប៉ុណ្ណោះទេហេតុអីក៏លោកបថយជីវិតបែបនេះអ្នកនាងរបស់ខ្ញុំពិតជាស្វឹងហើយមើលចោះធ្វើដូចជាគាត់នឹងជាប្រពន្ធរបស់គេអញ្ចឹងប្រៀបដូចជាស្នេហាតែស្អីទៅខ្ញុំបើធ្វើរឿងនេះមិនបានត្រូវគេបណ្ដេញខ្ញុំចេញហើយខ្ញុំលែងបានធ្វើការងារនៅក្រុមហ៊ុនតាយន្តគ្រប់ទៀតហើយក៏គ្មានលុយចិញ្ចឹមប្រពន្ធដែរហើយលេនឆេងយូចេញបញ្ជាដំឡើងគាត់ជាប្រធានផ្នែកលក់នៅយប់នេះហ៎តែនាងថាម៉េចដោយសារតែគាត់ធ្វើការបានល្អថាឯងមិនឃើញទេអីថាគាត់ប្រឹងប្រែងប៉ុណ្ណាត្រូវតែតម្លើងឲ្យគាត់
បានអ្នកនាងចេញបញ្ជាប្រញាប់យ៉ាងនឹងទៅហើយអញ្ចឹងក៏អញ្ចឹងចាស់ប៉ុន្តែពេលនេះអ្នកនាងកំពុងតែស្វឹងណាចាំស្អែកចាំតម្លើងឲ្យគាត់បានទេហើយយ៉ាអាណាគេថាខ្ញុំស្វឹងខ្ញុំចង់តម្លើងតំណែងឲ្យគាត់នៅថ្ងៃនេះខ្ញុំមិនចង់ឲ្យគេបដិញគាត់ទេខ្ញុំចង់ឃើញគាត់មានឈ្មោះជាប្រធានចាអ្នកនាងម្យ៉ាងទៀតណាមិនត្រូវបកគលកិច្ចការដែលសំខាន់បែបនេះទៅឲ្យបុគ្គលិកដែលទើបតែចូលថ្មីធ្វើអញ្ចឹងនោះទេថ្ងៃស្អែកគឺត្រូវតែកែចេញពេលនេះគេទើបតែធ្វើបានបន្តិចបន្តួចឡើងតំណែងឲ្យគេធ្វើដងទៅឲ្យលោកព្រះហើយនៅធ្វើអីទៀតមិនឃើញសភាពរបស់គាត់ពេលនេះទេចង់ឲ្យគាត់ដេកនៅតាមចាំថ្នល់អីហើយចាធានមីងលោកឈឺក្បាលមែនទេចាំខ្ញុំធ្វើសរសៃជូនលោកណាពេលនេះខ្ញុំទៅថតពីគាត់ខាងសិនខ្លាចតានាងទៅនាងជួយថាគាត់ស្វឹងពីយ៉ាងម៉េចធម្មតាអ្នកនាងខ្ញុំចរិតដូចជាខ្លាកំណាចប៉ុន្តែពេលនេះប្រៀបដូចជាកូនឆ្មាអញ្ចឹងត្រូវហើយរៀបការរួចដល់ពេលផ្សំដំណេកអីចាមើលចោះបើស្វឹងខ្លាំងបែបនេះទោះបីជារៀបការមែនទែនក៏ធ្វើអីមិនកើតដែរណ៎ប៉ុន្តែទោះជាយ៉ាងណាក៏ដោយចោះប្តីប្រពន្ធគេងជាមួយគ្នាវាជារឿងធម្មតាតែប៉ុណ្ណោះពេលនេះអស់កិច្ចការរបស់ខ្ញុំហើយខ្ញុំទៅរកសម្រាប់សិនបាយបាយប៉ាប៉ាសង្កុំទៅអីប៉ាប៉ាម៉ាក់នៅមន្ទីរពេទ្យប៉ាប៉ាបងប្រុសតានេះគឺជាបងមែនទេខ្ញុំបានស្វែងរកបងយូរហើយជប់មិនមានរឿងអីកាត់ឡើងហើយនេះនៅកន្លែងណាទៅមិនស្រួលទេពេញញ៉ាប់ទៅក្រុមហ៊ុនខាងនេះលោកចោលមកមិនចេះគួរទ្វារទេអីចេញទៅក្រៅហេតុអីលោកមិនលឺទេអីឆាប់ចេញទៅវិញទៅណាមិនទៅទៀតទេខ្ញុំមើលមិនឃើញទេប៉ុន្តែជប់មិញមានរឿងអីខានឡើងទៅហេតុអីបានជាខ្ញុំចាំមិនបានទាល់ទៅសោះហ្នឹងនេះលោកមិនដឹងថាកាលពីយប់មិញមានរឿងអីខានឡើងទេអីជប់មិញតែមានរឿងអ្វីខានឡើងទៅឬមួយពួកយើងទៅពីនេះឆាប់ចេញទៅខ្ញុំត្រូវផ្លាស់សម្លៀកបំពាក់ត្រូវទៅសិនខោអាវនៅតែដដែលត្រូវដឹងថាការរៀបការនេះគឺពិតជាខ្លាំងខ្លាចទេតើអាចគេជាមួយនាងដោយរបៀបណាហើយ
យប់មិញរវាងជើងទាំងពីរនេះ នេះលោកអាចចាំអ្វីទាំងអស់មែនទេ ហើយយ៉ាហើយខ្ញុំទៅកុហកនាងធ្វើស្អី ធានហ្វាំងពិតជាយល់ប្រៅមែនទេហើយពិតជាអស្ចារ្យណាស់កិច្ចសន្យានេះចំនួនទឹកប្រាក់គឺ100លានព្រះជាម្ចាស់ឲ្យធានមីងធ្វើបានតែទៅចូលធ្វើការចំណេញបាន100លានទៅហើយធានមីងណាលោកមានមិត្តស្រីហើយនៅយល់ថាបងស្រីមិនដែរហើយយ៉ាធានមីងណាហេតុអីបានជាលោកប្រកែម៉េះរឿងនឹងពិបាកខ្លាំងណាស់សូម្បីតែប្រធានផ្នែកក៏មិនអាចដោះស្រាយកើតដែរណាចិនហ្វេងាតើលោកចាំមិនហ្នឹងលោកគឺជាប្រធានផ្នែកលក់ទី2ណាហេតុអីក៏មិនអាចប្រៀបជាមួយបុគ្គលិកចូលថ្មីអញ្ចឹង វាមិនអាចទៅរួចនោះទេតែឯងមានសមត្ថភាពស្អីទៅ អេចិនហ្វេងកិច្ចសន្យានេះគឺមានទឹកប្រាក់100លានពិតជាច្រើនខ្លាំងណាស់ ហើយធានមីងតើឯងប្រកាសទេដែលថាហត្ថលេខានេះគឺជាប្រធានវាងនោះនៅក្នុងឯកសារមួយនេះបើតាមយើងមើលឯកសារមួយនេះមិនមែនជារបស់ពិតទេគឺជារបស់ខ្លាំងខ្លាយ ខ្លាំងខ្លាយហ៎ខ្លាំងខ្លាយមិនចឹង ខ្លាំងខ្លាយយ៉ាងម៉េចខ្ញុំបានទៅជួបប្រធានវាងទាំងមូលហើយនេះក៏ជាហត្ថលេខារបស់គាត់ដែរបើលោកមិនជឿទេខ្ញុំនឹងតាក់ទងទៅគាត់ហ៎មិនចាំបាច់ចំណាយពេលអត់ប្រយោជន៍នោះទេហត្ថលេខារបស់លោកវាងយើងស្គាល់តាំងពីដើមឯងជាបុគ្គលិកថ្មីនិយាយកុហកឯងត្រូវយើងបានបណ្ដេញចេញហើយចាំពីថ្ងៃនេះទៅឯងមិនចាំបាច់មកធ្វើការងារបន្តទៅទៀតទេខ្ញុំគិតថាអ្នកគ្រប់គ្រងគួរតែស៊ើបសិន តែ ទៅ ឲ្យអ្នកគ្រប់គ្រងធានមីងមិនអាចបោកបញ្ឆោតបានទេណា នេះកំពុងតែមានការសង្ស័យនៅថ្នាក់លើរបស់នាងមែនទេហ៎សូម្បីតែនាងក៏ត្រូវដកចេញដែរចាប់ចេញទៅឬក៏ចង់ឲ្យយើងហៅសុនសុកមកហេតុអីបានជាលោកបណ្ដេញស៊ីមិនយូរដែរការងារមួយនេះយើងធ្វើខ្លាំងណាស់ខ្ញុំនឹងចេញទៅគួយអស់សំណើចខ្លាំងណាស់មនុស្សគ្មានសមត្ថភាពបានត្រឹមតែខ្លាចបំលំតែប៉ុណ្ណោះមិនត្រឹមតែក្រុមហ៊ុនតាយន្តគ្រប់សូម្បីតែក្រុមហ៊ុនផ្សេងទៀតក៏គេមិនទទួលឯងដែរ ថាគាត់ទទួលបានកិច្ចសន្យានេះគឺសំណាងល្អការពិតគឺខ្លាំងខ្លាយសោះ ចិនហ្វុងឯងមិនដែរអ្នកដទៃផ្សេងទៀតបញ្ញាប់ទៅធ្វើការងារទៅ ជួអស់ជាច្រើនហើយនៅគិតមិនចេញធានមីងខ្ញុំជឿថាច្បាស់ជាមានអ្នកណាធ្វើបាបលោកជាមិនខានទេ ហេតុអីបានជានាងជឿជាក់ខ្ញុំចុះបើខ្ញុំកុហកនោះ ខ្ញុំបានខ្លាញ់បន្លំប្រវត្តិរបស់ខ្ញុំនៅថ្ងៃដែលខ្ញុំសម្ភាសលោកដឹងទេសុកក៏តែមកខ្ញុំផ្ដល់ឱកាសឲ្យខ្ញុំលោកគឺជាមនុស្សល្អខ្លាំងណាស់ ជាការពិននាយកគ្រប់គ្រងតែយន្តគ្រប់តាមមើលទៅប្រហែលជាមិនដឹងរឿងនេះទេពិតជាអយុត្តិធម៌ពេកហើយ ខ្ញុំយល់ថាគាត់ពិតជាមានសំណាងខ្លាំងណាស់ដែលមានស្រីក្មេងតាមថែគាត់យ៉ាងនេះណាពិតជាគួរឲ្យចាប់អារម្មណ៍មិនបាច់ខ្វល់ពីគេទេឆាប់ទៅពិតជាគួរខឹងណាស់ចិនហ្វេងខ្ញុំនឹងដកគេចេញ ចិនហ្វេននេះគឺជាគុណសម្បត្តិរបស់ធានមីងយើងជួយឯងបានត្រឹមតែប៉ុណ្្នឹងទេណាដើម្បីមានឱកាសជួបជាមួយនឹងនាយកផ្ទាល់ដូច្នេះកុំធ្វើឲ្យយើងអស់សង្ឃឹមលោកពូទុកចិត្តចុះខ្ញុំនឹងខំប្រឹងប្រែងលោកពូមិនចាំបាច់ព្រួយបារម្ភនោះទេឡអញ្ចឹងឯងប្រឹងប្រែងទៅនៅចំពោះមុខនាយកឯងត្រូវតែធ្វើឲ្យបានល្អត្រូវតែធ្វើឲ្យគាត់មានទំនុកចិត្តទៅលើឯងនៅពេលដែលនាយកបានឃើញកិច្ចសហការមួយនេះហើយគាត់ពិតជាសប្បាយចិត្តហាហើយនឹងផ្ដល់រង្វាន់ជាទីគប់ចិត្តទៅដល់ឯងការងារនេះត្រូវតែធ្វើឲ្យបានអាយ៉ាប្រធានក្រុមហ៊ុនពិតជាស្រស់ស្អាតខ្លាំងណាស់វ៉ាវលើកទី1នៅក្នុងឆាកជីវិតរបស់យើងបានជួបជាមួយនារីស្រីស្អាតដល់ថ្នាក់នេះមិនដែលធ្លាប់ជួបទេម្យ៉ាងទៀតនាងគឺជាប្រធានរបស់យើងទៀត តានាងគាត់ទាំងពីរនាក់នេះគឺជាបុគ្គលិកផ្នែកលក់ហើយគាត់មានការសំខាន់ចង់រាយការណ៍ប្រាប់តានាងចាគឺចិនហ្វេងឯង ណែហេ
ម្យ៉ាងទៀតគឺខ្ញុំចាំនាងត្រឹមពិភាក្សាជាមួយនឹងប្រធានវាងតែប៉ុណ្ណោះហើយឥឡូវនេះតើនាងចង់ធ្វើអ្វីបន្តទៀត កិច្ចសន្យាមួយនេះជារបស់ខ្ញុំតើលោកអាចផ្ដល់ឲ្យខ្ញុំបានអត់ បើខ្ញុំព្រមឲ្យនាងនោះច្បាស់ណាស់គឺខ្ញុំត្រូវគេបណ្ដេញចេញមិនខាននោះទេមិនអីទេនាងយកចុះ មែនក៏អីយ៉ាងបំភ្លេចវាចោលចាស់ហើយចុះលោកវិញកិច្ចសន្យានោះសំខាន់ខ្លាំងណាស់ មានការងារជាច្រើនទៀតណាស់ចាំខ្ញុំស្វែងរកធ្វើការងារថ្មីម្ដងទៀតទៅយ៉ាងណាអ្នកគ្រប់គ្រងនោះក៏បានបណ្ដេញខ្ញុំចេញដែរ បណ្ដឹងចេញហើយចាលោកធ្វើការថ្ងៃដំបូងត្រូវគេបណ្ដឹងចេញហ៎អ្នកណាអីក៏មានសិទ្ធិម៉េច អាចាកុំរំលឹកអីខ្ញុំជាស្វាមីរបស់នាងត្រូវតែជឿជាក់ខ្ញុំ នេះលោកគិតថាខ្ញុំនឹងប្រឹងប្រែងលោកទេកិច្ចសហការរបស់លោកប្រធានហ្វាំងគឺខ្ញុំមិនត្រូវការទេពេលនេះខ្ញុំបកគលឲ្យលោកចាត់ការចាស់ ជាការពិតមែនទេហើយនាងបំភ័យខ្ញុំហើយ ហើយចាលោកស្លាប់ជាមិនខានឈប់ធ្វើពុតជាមើលខ្ញុំមិនឃើញទេ ណែហើធីមីងមនុស្សស្មានថាឯងមកតាមជើងដល់កន្លែងនេះសោះ ហើយយ៉ាធានមីងខ្ញុំដឹងថាលោកនៅចូលចិត្តខ្ញុំប៉ុន្តែលោកមិនគួរណារំខានខ្ញុំបែបនេះទេណាខ្ញុំខ្លាចណា 您的订单即将超时。 បន្ទប់នេះហើយសួស្ដីមានរបស់ឈិននេះហេតុអីបានជាអូននៅទីនេះទៅវិញក្រែងអូននិយាយថាអូនទៅរកការងារធ្វើមែនទេ មានអារម្មណ៍ថាមិនស្រួលខ្លួនម្ល៉េះហើយបានជាមិនសម្រាប់នៅទីនេះ ឈិននេះអូនគិតថាបងល្ងងមែនទេហ៎នេះគឺជាអាល្ងងនោះមែនទេ អាល្ងងឈិននេះបានបើកបន្ទប់ជាមួយយើងជាច្រើនលើកច្រើនសារទៅហើយណាអាល្ងងឯងពិតជាមិនដឹងសោះឈិននេះតើគេនិយាយជាការពិតមែនទេ តាមពិតខ្ញុំតែងតែចង់ប្រាប់បងមួយរយៈនេះប៉ុន្តែអត់មានពេលនិយាយប្រាប់បងទេថាពួកយើងមិនអាចរស់នៅជាមួយគ្នាបានទេបងទេចាស់ បងខំធ្វើការងារដើម្បីអូន ខ្ញុំស្រឡាញ់គេព្រោះគេមានសមត្ថភាពមានអ្វីគ្រប់យ៉ាងអាចខ្ញុំហេតុដូច្នេះគេជាមនុស្សល្អសម្រាប់ខ្ញុំត្រូវតែយកគេ បានហើយមិនចាំបាច់ពន្យល់ខ្ញុំនោះទេ នេះមើលចុះការពិតវាឆ្លាតនេះតាមិនចាំបាច់ពន្យល់ក៏វាដឹងដែរតោះពួកយើងទៅបង្កើតក្តីសុខបន្តទៀតទៅហ៎ លីឈិននេះនាងស្ដាប់ខ្ញុំឲ្យច្បាស់ណាចាប់ពីថ្ងៃនោះមកខ្ញុំមិនបានចាប់អារម្មណ៍ចំពោះនាងតទៅទៀតទេសូម្បីតែពេលដើរជួបនាងក៏ខ្ញុំមិនចង់ឃើញមុខផងចាប់ពីថ្ងៃនេះទៅសូមកុំមករញ៉េរញ៉ៃជាមួយខ្ញុំបន្តទៅទៀតខ្ញុំឃើញមុខនាងហើយគួរឲ្យខ្វើមសំដីគ្រាន់បើនៅពេលដែលឯងត្រឡប់ទៅក្រុមហ៊ុនតែយន្តគ្រប់វិញនោះគេនឹងមិនដេញឯងចេញពីក្រុមហ៊ុនអរគុណច្រើនលបងវាងសម្រាប់ចុះហត្ថលេខាមួយនេះខ្ញុំមកដល់ក្រុមហ៊ុនហើយហើយយ៉ា ខ្ញុំបានលើគេនិយាយថាកាលពីម្សិលមិញលោកគឺជាអ្នកបំបែកកំណត់ត្រាមែនអត់ ជាមួយប្រធានវាងជាណានអ៊ីនខមមើនោះមែនទេហ៎ ប៉ាត់ណាហើយលើថាលោកប្រធានក្រុមទី2លោកចិនហ្វេងបលោកហ្វាងប៉ុន្តែគាត់មិនព្រមសោះ ខ្ញុំប្រាប់នាងទៅចោះប្រធានវាងពេលនេះគឺជាបងប្អូនរបស់ខ្ញុំជុំវិញខ្ញុំផឹកជាមួយគាត់ស្វឹងអាឡើងអាឡែតែពេលហ្នឹងបន្ទាប់មកគាត់ក៏ តែ យក ជាការ ក្រុម ប៉ាត់ទេ នាងទៅជឿស្អីវាប្រធានវាងមិនមែនជាមនុស្សល្ងងដែលព្រមចុះហត្ថលេខាជាមួយនឹងមនុស្សដែលគ្មានបានការនេះទេ កិច្ចសហការមួយនេះគឺហាធានមីងធ្វើបានសម្រេចមិននឹកស្មានថាទើបតែចូលក្រុមហ៊ុនយើងប៉ុន្តែធ្វើឲ្យយើងភ្ញាក់ផ្អើលអញ្ចឹងសោះតែទាំងអស់នេះជាការប៉ាត់ទេទម្លាប់ធ្វើបែបនេះគឺមិនល្អទេបើសម្រាប់ខ្ញុំវិញមិនយល់ស្របជាមួយគម្រោងការរបស់ធានមីងទេណាបើយើងនិយាយស្មោះត្រង់គ្មានហេតុផលអីដែលគាត់មិនយល់ស្របនោះទេ នេះ ការពិតវាធ្វើពុតទេវាធ្វើលុយដូចជាគ្រាន់បាអញ្ចឹងបើសិនជាគាត់ព្រមសហការនោះអ្នកដែលសហការនោះគឺជាយើងអូននេះមើលចោះវាគ្រាន់តែអួតសញ្ញាញតែប៉ុណ្ណោះ ហើយចុះបើសិនជាយើងធ្វើបាននោះតើវាយ៉ាងម៉េចទៅវិញក្រែងឯងជាប្រធានផ្នែកលក់មែនទេហេតុអ្វីបានជាធ្វើមិនបានហើយយើងធ្វើបានមុខតំណែងរបស់ឯងតោងតាមខ្សែមែនទេយើងមិនជឿថាប្រធានវាងយល់ព្រមចុះហត្ថលេខានៅក្នុងឯកសារនេះទេជាក់ស្ដែងគឺឯងអួតខ្លួនឯងមានរឿងអីគេលោឡាម្លេះ
អត់ធ្វើការទៅអីពួកឯងហ្នឹងអ្នកគ្រប់គ្រងមកទីនេះគឺល្អហើយហើយធានមីនគេបាននិយាយថាកិច្ចសហការជាមួយនឹងលោកវាងនោះគឺទទួលបានជោគជ័យអីយ៉ាតើពុតប្រកបមែនទេហុចមកយើងសុំមើលបន្តិចអូបាទនៅនាងប្រធាននេះគឺជាកិច្ចសហការជីណាន Incomer នាយកហ្វ្រាំងបានយល់ព្រមចុះហត្ថលេខាហើយដើម្បីការងារមួយនេះគឺខ្ញុំពិតជាចំណាយពេលច្រើនមែន ឆាប់ចេញបញ្ជាតម្លាំងគាត់ជាប្រធានផ្នែកលក់នៅយប់នេះហ៎អ្នកនាងថាម៉េចគឺដោយសារតែគាត់ធ្វើការងារល្អតើឯងមិនឃើញទេអីថាគាត់ប្រឹងប្រែងប៉ុណ្ណាគឺត្រូវតែតម្លាំងឲ្យគាត់ฉะนั้นអ៊ីខាម៉ាសម្រាប់ខ្ញុំគឺតែងតែចង់បានជាយូរណាស់មកហើយហើយខ្ញុំតែងតែចង់សហការជាមួយចិនណានអ៊ីខាម៉ា នេះគឺជាអ្វីដែលអ្នកនាងប្រធានចង់បានខ្ញុំបានចូលទៅក្នុងការិយាល័យរបស់លោកវាងពិភាក្សាជាមួយគាត់ហើយគាត់ក៏យល់ព្រម ចូលនៅក្នុងការិយាល័យរបស់គាត់ប៉ុន្តែខ្ញុំសូមបញ្ជាក់ចុងក្រោយម្ដងទៀតទៅចុះថាកិច្ចសន្យានេះគឺលោកពិតជាបានចរចាជាមួយគាត់មែនទេ ធ្វើអញ្ចឹងមិនត្រូវទេបើខ្ញុំនៅតែបន្តនៅទីនេះគឺគ្មានបានប្រយោជន៍ទេដូច្នេះត្រូវតែរកយុត្តិធម៌ខ្ញុំត្រូវតែជួបប្រធានផ្នែកប៉ុន្តែប្រធានផ្នែកត្រូវបានបដិញ្ញចេញហើយតាការប្រយុទ្ធមិញនោះបដិញ្ញចេញហេតុអីបានជានាងដឹងខ្ញុំមិនមែនជាអ្នកជំនាញចូលចិត្តចង់ដឹងរឿងគេទេប៉ុន្តែរឿងខ្លះលាក់ខ្ញុំមិនចិត្តទេហើយបើសិនជាលោកគ្មានខ្ញុំមកលោកមិនដឹងជាយ៉ាងម៉េចទៅហើយទេបើប្រធានផ្នែកត្រូវគេដេញហើយត្រូវតែជួបប្រធានស្រីម្នាក់នោះប៉ុន្តែគួរឲ្យស្ដាយនាងក៏ត្រូវគេបានបដិញ្ញចេញដែរហើយចុះបើសិនជាយើងតារ៉ាអ្នកនាងប្រធានហើយយករឿងនេះទៅប្រាប់គាត់អ្នកនាងប្រធានណែមានសង្ឃឹមអាចជួបគាត់ទេតោះកុំខ្វល់អីទៅជួបគាត់សិនទៅពេលនេះមានតែប្រើវិធីកុហកឲ្យមើលទៅបើមិនចឹងទេច្បាស់ជាបែកការមិនខាននោះទេត្រូវហើយគម្រោងការមួយនេះខ្ញុំសូមស្បន់ខ្ញុំពិតជាបានចរចាមែនវាជារឿងតូចតាចទេចំពោះខ្ញុំនោះនៅក្នុងផ្នែកលួរបស់លោកគិតថារឿងនេះតូចតាចទេអញ្ចឹងតើលោកហ៊ានស្បាត់ទេថានេះជារឿងលោកនោះបើខ្ញុំនិយាយកុហកសូមឲ្យរន្ទះបាញ់ខ្ញុំតិចចុះហើយទៅកន្លែងការងារផ្សេងទៀតក៏មិនអាចយកខ្ញុំទៅធ្វើការងារបានហើយត្រូវឡានបុកទៀតអាយ៉ាអាក្មួយប្រុសនេះពិតជាស្បត់ពឹសពុលមែនណាហូចមើលទៅដូចជាស្ថានភាពមិនស្រួលទេបបែកការច្បាស់ជាចប់មិនខានទេប្រសាទណាអនាគតគ្មានដែនកំណត់សូមលោកទៅកាន់ផ្នែកលក់ខ្ញុំនឹងផ្ដល់រង្វាន់ឲ្យលោកជាទីគាប់ចិត្តនៅចំពោះមុខបុគ្គលិកទាំងអស់នាងប្រធានតើចង់ធ្វើអ្វីនឹងប្រធានវាងគាត់មានច្បាប់អ្នកដែលជួយពិភាក្សាអង្គុយនិយាយជាមួយគាត់គឺត្រូវផឹកស្រាអស់10កែវមុនទើបមានឱកាសនិយាយជាមួយគាត់នាងប្រធានមិនទុកចិត្តខ្ញុំមែនទេមិនមែនមិនជឿទេគឺគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាគេដឹងពីសមត្ថភាពរបស់លោកតែប៉ុណ្ណោះហើយខ្ញុំមិនត្រឹមតែតម្លៃតំណែងឲ្យលោកដល់ផ្ទាល់ទេថែមទាំងឲ្យប្រាក់ខែនិងប្រាក់បំណាច់ទៀតប្រាក់ខែចំនួន3លានបុគ្គលិកទាំងអស់នៅក្នុងការិយាល័យនេះចាំងហ្វេងលោកត្រូវតែក្តាប់ឱកាសនេះឲ្យជាប់ណាមិនល្អទេបើយើងផឹកសារទាំងអស់នេះប៉ុន្តែដើម្បីមុខតំណែងយើងត្រូវតែសាកអាយ៉ាវីវ៉ូហើយពេលនេះអេចាន់ហ្វេងមិនបានប្រមាណផងលោកគួរទៅហើយអីចុះក្រែងលោកនិយាយថាលោកផឹកស្រារួចក៏បានចរចាជាមួយលោកហ្វាងទៀតមែនទេនាងវិធានខ្ញុំអាចផឹកបានទៀតនាងវិធានសមត្ថភាពអន់យ៉ាងនេះនៅអួតទៀតទេចាណានអ៊ីខាម៉ាខ្ញុំគិតថាធានមីងជាអ្នកចរចាទេត្រូវហើយធានមីងគេចំណាយពេលច្រើនណាស់ប៉ុន្តែលោកបែរជាកេងប្រវ័ញ្ចយកផលប្រយោជន៍ចាន់ហ្វេងលោកពិតជាគួរឲ្យចង់ក្អួតមែនសួស្តីអ្នកនាងប្រធានខ្ញុំឈ្មោះហឺតធានមីងជាបុគ្គលិកថ្មីដូចជាសំទេអ្នកនាងប្រធានស្រីស្អាតរបស់លោកពេលនេះកំពុងតែបរៀនចិនហ្វេងនៅបន្ទប់ផ្នែកលក់បងរៀនចិនហ្វេងបងរៀនស្អីទៅត្រូវហើយឆាប់ឡើងតាទៅឡើងណែអូននាងនិយាយមិនសមហេតុផលទេដោយសារតែថ្ងៃនេះខ្ញុំមានសុខភាពមិនសូវល្អគម្រោងការជីណាន Incomer ខ្ញុំបដូរសាច់បដូរឈាមទើបយកមកបានហេតុអីបានជាពួកនាងនិយាយមិនសមហេតុផលបែបនេះទៅវិញសាប់ដេរឆានឯងនេះប៉ណ្ណឹងហើយមិនតាន់ភ្ញាក់ខ្លួនទៀតទេកិច្ចសន្យាចិនណានគឺហួតធានមីងជាអ្នកចរចាទេលេខាលីនបញ្ជូនដំណឹងទៅឲ្យក្រុមហ៊ុនទាំងអស់ហាមឃាត់គាត់
ចា នៅនាងប្រធានសូមស្ដាប់ខ្ញុំបកស្រាយសិនទៅអាចង្រៃហេតុអីបានជាឯងធ្វើបែបនេះទៅវិញយើងខំទុកចិត្តឯងពូលាវហេតុអីបានជាវាយខ្ញុំអ្នកណាជាពូរបស់ឯងឆាប់ចេញពីក្រុមហ៊ុនតាយន្តគ្រប់នេះចេញទៅបើមិនចង់ឲ្យយើងវាយឯងបន្តទៅទៀតលោកពូចោលធ្វើពុតទៅរឿងមួយនេះគឺពាក់ព័ន្ធជាមួយនឹងពូដែរក្រែងពូជាអ្នកឲ្យខ្ញុំធ្វើមែនទេឯងនិយាយស្អីអ្នកនាងប្រធានខ្ញុំធ្វើការងារនៅក្នុងតាយន្តគ្រប់នេះគឺរយៈពេល5ឆ្នាំមកហើយខ្ញុំមិនដែលធ្វើខុសរឿងមួយណានោះទេអ្នកនាងប្រធាន លោកស្មានតែក្រុមហ៊ុនមិនដឹងមែនទេថាលោកបានធ្វើអ្វីខ្លះចំពោះបុគ្គលិកថ្មីហួតធានមីងគេចូលធ្វើការមិនបានកន្លះថ្ងៃផងដើម្បីផលប្រយោជន៍ក្មួយលោកបដិញគេចេញរឿងមួយនេះគឺខ្ញុំពិតជាមិនដឹងរឿងរ៉ាវទេហើយឆ្លើយឆាប់ធ្វើពុតទៅលពូគឺពូជាអ្នកបណ្ដេញគេរឿងមួយនេះខ្ញុំបានស្ដាប់ឮយ៉ាងច្បាស់គឺពូជាអ្នកបណ្ដេញគេដោយខ្លួនឯងមិនចាំបាច់ធ្វើពុតទេក្មួយរបស់គុណឯងធ្វើបែបនេះមកដាក់យើងផងអី ពួកលោកពិតជាអាក្រក់ណាស់លេខាលីនពេលនេះបាក់ប្រាក់ខែពួកគេទាំងពីរនាក់ទៅរួចហើយបណ្ដេញគេចេញពីក្រុមហ៊ុនគឺទាំងពីរនាក់ ចប់ហើយមកលើឡើងអាយ៉ាវិញមកតាន់ទៅហើយដូចលឺថាចិនផេងត្រូវគេបណ្ដេញចេញហីអាយ៉ានោះគឺជានាយកក្រុមហ៊ុនរបស់យើងលោកឃើញហើយមែនទេជានាយកក្រុមហ៊ុនណាហេតុអីបានដូចជាមើលទៅដូចជាប្រហែលអញ្ចឹងណោះដូចជាធ្លាប់ស្គាល់ត្រូវហើយគាត់ជានាយកគាត់គឺជាមនុស្សល្អណាស់តែលឺឡើងទៅនេះជាឱកាសសម្រាប់បុគ្គលិកតូចតាចដែលបានជួបគាត់ហើយនាងនិយាយត្រូវតោះមើលទៅស្មាររបស់នាងខ្ញុំដូចជាប្រហែលអាប៉ែនេះហ៊ានបដាមនុស្សស្រីនៅចំពោះមុខអ្នកនាងប្រធានបែបចង់ស្លាប់ហើយចាំមែនពេលរឿងអីគ្មានអីទេចាអ្នកតាពីចង់បានទេតែបន្ទប់ទទួលភ្ញៀវរងចាំសិនទៅណែរឿងនេះបានដោះស្រាយរួចហើយត្រូវបញ្ជូនដំណឹងទៅហាធានមីងឲ្យហាធានមីងមិនធ្វើការបន្តទៀតចោះហើយក៏ត្រូវជ្រើសរើសអ្នកគ្រប់គ្រងថ្មីតើក្តីស្នេហាដំបូងគឺជាអ្វីទៅណោះខ្ញុំពិតជាចង់ដឹងខ្លាំងណាស់លោកព្រះកំពុងតែនិយាយពីអីគេហ្នឹងស្នេហាអីគេទៅខ្ញុំទៅវិញទេដែលគួរទៅសួរអ្នកនាងប្រធាននោះតើព្រោះតើហាធានមីងបានជាអ្នកនាងធ្វើអញ្ចឹងអីខ្ញុំជាប្រធានត្រូវទៅដោះស្រាយពីរឿងហ្នឹងមិនពាក់ព័ន្ធអីជាមួយស្នេហាទេមែនក៏អីហាធានមីងលោកឈឺក្បាលមែនទេចាំខ្ញុំធ្វើសរសៃឲ្យណាព្រះផ្ដាស់ណាហេតុអីក៏ហ៊ានថតបើខ្ញុំមិនថតធ្វើមិនដឹងពីភាពស្មោះត្រង់របស់អ្នកនាងចំពោះគាត់និយាយការពិតក្នុងចិត្តរបស់ខ្ញុំមិនចាប់អារម្មណ៍សំបីតែបន្តិចប៉ុន្តែខ្ញុំគិតថាហាធានមីងពេលនេះបានជួយក្រុមហ៊ុនរបស់យើងចំណេញច្រើនណាស់អ្នកនាងធ្វើអីបន្តទៀតចុះឯងចង់ធ្វើអីចាពេលនេះក្រុមហ៊ុនកំពុងតែខ្វះខាតអ្នកគ្រប់គ្រងណាតែអ្នកនាងយល់ចាំមិនចំពោះគាត់លេខាលីនខ្ញុំដឹងថាពេលនេះគឺចាប់អារម្មណ៍ចំពោះគាត់ខ្លាំងណាស់តែអត់ខ្ញុំមិនគិតបែបហ្នឹងទេអ្នកនាងកុំគិតផ្ដេសផ្ដាស់អសោះម្យ៉ាងទៀតគាត់ជាស្វាមីរបស់អ្នកនាងប្រធានអត់ចូលចិត្តស៊ីរបស់ចៅហ្វាយឯងទេនិយាយការពិតទៅចាស់មង្គលការរបស់ខ្ញុំវាគ្រាន់តែជារឿងខ្លាំងខ្លាយតែប៉ុណ្ណោះមុននឹងក្រោយកងតលែងលះតរ៉ែហ្នឹងបើសិនជាឯងពេញចិត្តគាត់តាក់ទងគាត់ចាស់ខ្ញុំខ្វល់ទេនិយាយមែនអត់ហ្នឹងឥឡូវគាត់ចាស់ចាប់ពីពេលនេះតទៅគឺខ្ញុំយល់ព្រមតាក់ទងជាមួយគាត់កាន់តែឆាប់គឺកាន់តែល្អណាស់ប៉ុន្តែពេលនេះក្រុមហ៊ុនរបស់យើងកំពុងតែខ្វះខាតអ្នកគ្រប់គ្រងដូច្នេះអ្នកនាងគួរតែពិចារណាឲ្យច្បាស់ហេតុអីក៏បេះដូងរបស់ខ្ញុំលោតញាប់ខ្លាំងម៉េចហេតុអីក៏លោតញាប់ដល់ថ្នាក់នេះលោកប្តីលើថាបងឡើងតំណែងហើយដូច្នេះគ្រាន់តែនិយាយជាមួយភ្ញៀវចាប់ខ្ញុំក៏ប្រញាប់មកទីនេះប្តីប្តីហេតុអីក៏បងមិនសប្បាយចិត្តជាមួយនឹងតំណែងរបស់បងអញ្ចឹងប្តីសម្លាញ់លីចានីតើឯងដឹងអត់ហ្នឹងចិនហ្វេងត្រូវបានគេបដិញ្ញចេញពីក្រុមហ៊ុនហើយគឺដោយសារតែគេហ្នឹងខ្លាញ់បន្លំយកគុណសម្បត្តិពីធានមីងហ្នឹងណាហ៎ចិនហ្វេង
ថាគេនិយាយនេះគឺជាការប៉ັດទេអ្នកផ្សេងអាចបញ្ជឿបានមិនត្រឹមតែបដិញគេទេដេញទាំងពូរបស់គេទៀតហ៎ សិតតែនិយាយថាសូម្បីតែក្រុមហ៊ុនអតីតផ្សេងក៏មិនអាចទទួលខ្ញុំមើលស្រាសមត្ថភាពខ្ញុំតិចពេកហើយជិននេះអូនរៀបចំអីវ៉ាន់ទៅជាមួយបង ចិនហ្វេងខ្ញុំអត់តាន់បញ្ចប់គម្រោងទេណាដូច្នេះខ្ញុំទៅជាមួយបងមិនបានទេ អូនកុំភ្លេចថាគម្រោងការរបស់អូននេះគឺបងជាអ្នករៀបចំដូច្នេះអូនគួរតែធ្វើតាមបងទៅបើគេមិនទៅឲ្យឯងតប៉ែម្លេះចិនហ្វេងមិននឹកស្មានថាឯងជាមនុស្សបែបនេះសោះបើនាងនៅតែបន្តនៅតែយន្តគ្រប់គឺអាចមានអនាគតភ្លឺស្វាងតែបើដើរតាមឯងនោះអនាគតច្បាស់ជាស្វីបេដើររើសបកកំប៉ុងមិនខានទេហើយធាននេះ30ឆ្នាំទៀតសងសឹកជាមួយឯងក៏មិនយឺតពេលដែរឯងចាំតែមើលទៅ នៅពេលដែលលោកធ្វើបាបធានមីងថាលោកនិយាយថាមិនខ្លះមានន័យចាំអត់ចាំរយៈពេល30ឆ្នាំទៀតចាំសងសឹកដូចជាពាក្យដែលធានមីងត្រូវនិយាយនោះទេហើយធានមីងអបអសាទរណាលោកមិនត្រឹមតែទទួលបាន100លានទេថែមទាំងត្រូវបានទទួលតំណែងធ្វើជាអ្នកគ្រប់គ្រងទៀតផងសូមអបអរណាព្រះជាម្ចាស់ឲ្យ100លានពិតជាច្រើនណាស់ត្រូវឲ្យពិតជាគួរឲ្យច្នៃណាហើយទោះបីជាខ្ញុំយល់សពក៏មិននឹកស្មានថាទទួលបាន100លានដែរពេលនេះអ្នកនាងប្រធានបានសម្រេចចិត្តឲ្យលោកហាធានមីងគាត់ទទួលតំណែងធ្វើជាអ្នកលក់ទី2បន្ទាប់ពីចិនហ្វេងខ្ញុំជឿថាក្រុមហ៊ុនរបស់យើងច្បាស់ជារីកចម្រើនជាងមុនជាមិនខានអបអរសាទរលោកហាធានមីង បាទអរគុណអរគុណ มันអាចទៅជាអញ្ចឹងទេស្វាគមន៍លោកប្រធានថ្មីស្វាគមន៍លោកប្រធានថ្មី មិនចាំបាច់គួរសមទេអ្នកទាំងអស់គ្នាល្ងាចនេះញ៉ាំសាច់អាំងទាំងអស់គ្នា ចាថ្មីជោគជ័យជោគជ័យល្អណា ស៊ីសាច់អាំងមែនទេហ៎ពេលនេះអ្នកទាំងអស់គ្នាឃើញគេល្អណាស់ហើយមើលទៅនោះ ឆាលោកប្រធានថ្មីបច្ចុប្បន្នចាំមែនលោកប្រធានល្អណាស់ល្អណាស់លោកប្រធានចៃណាលោកឆ្លាញ់មែន ប៉ុណ្ណឹងបានហើយ គួរឲ្យឆ្លាញ់ខ្លាំងណាស់ បានហើយប៉ុណ្ណឹងបានហើយ លោកប្រធានថ្មីអេពួកឯងចង់ធ្វើអីហ្នឹងកុំជ្រៀតអសាសណាធានមីងជារបស់ខ្ញុំធានមីងសូមអបអរសាទរណាខ្ញុំដឹងថាបងច្បាស់ជាឈានឈ្មោះទៅមក ប្រសិនបើនាងមិនលេងល្បិចជាមួយនឹងខ្ញុំដំណៃមួយនេះគឺបានយូរហើយលីឈេនីនាងមិនមានអារម្មណ៍ខ្មាស់អ៊ីតបន្តិចទេនៅពេលដែលខ្ញុំក្រនាងទាត់ខ្ញុំចេញពេលខ្ញុំមានមុខតំណែងនាងមករយៈទេ ធានមីងតើពួកយើងទាំងពីរនាក់អាចចាប់ផ្ដើមសារជាថ្មីម្ដងទៀតបានទេខ្ញុំដឹងថាខ្ញុំខុសហើយខ្ញុំនឹងកែខ្លួន ចេញទៅខ្ញុំមិនចង់ឃើញមុខនាងទៀតទេ អេក៏មិនញ៉ៃញ៉ៃជាមួយគាត់ទៀតបើមិនអញ្ចឹងទេហៅមកឥឡូវណាចាំម៉េចទទួលបានកិច្ចសន្យា100លានហើយមិនសប្បាយចិត្តទៀតទេ អារម្មណ៍របស់ខ្ញុំនៅពេលនេះគឺមិនមែនជាបញ្ហារឿងនឹងទេ ដូច្នេះពិបាកចិត្តពីរឿងអីគេទេចាស់ ខ្ញុំសួរនាងបន្តិចតាំងពីនាងដឹងក្តីមកធ្លាប់ប្រុសបោកទេហើយមើលទៅមុខនាងគឺមានតែនាងទេដែលបោកប្រុសនោះប្រហែលជាខ្ញុំត្រូវរកលោកស្រោចទឹកឲ្យមើល ក្នុង ទៅ លោកនេះមានមនុស្សស្រីមកកកគឺគ្រាន់តែលោកមិនដឹង មកកគូតែបោកលុយឯងឲ្យទៅបាត់បន្តិចទិញស្បែកជើងបន្តិចទិញខោអាវបន្តិចទិញនេះទិញនោះមើលតែអញនឹងធនាគារអញ្ចឹង ហើយចុះខ្ញុំវិញមិនដែរ អញថាមែនដល់បោកទៀតហើយ ខ្ញុំដឹងថាពេលនេះហើយលោកមិនចាប់អារម្មណ៍ជាមួយខ្ញុំទេហើយខ្ញុំមកក៏មិនបខំឲ្យលោកស្រឡាញ់ខ្ញុំដែរតែថ្ងៃក្រោយនឹងធ្វើឲ្យលោកចាប់អារម្មណ៍នឹងខ្ញុំណា បងស្រីមីងយូខ្ញុំ អា ណែ យ៉ាធានមីងណាពេលនេះមិនបាច់និយាយអីទេចាំលើកក្រោយចាំនិយាយក៏បានដែរខ្ញុំអត់បខំទេ ខ្ញុំជាមនុស្សប្រុសស្មោះខ្ញុំរៀបការរួចហើយតែខ្ញុំមិនអាចនិយាយប្រាប់នាងបានទេ អាយ៉ាគេនិយាយតាក់បែបនេះហ៎តែចាប់អារម្មណ៍ខ្ញុំមិនដឹង អញអស់មកខ្សើតបាន អារឿងមួយហ្នឹងណាចាំប្រាប់ខ្ញុំពេលក្រោយក៏បានដែរ ណែហើយដល់កោហើយហៅឡូម៉ាក់ ធានមីញ៉ាប៉ានឹងម៉ាក់នៅឆាំងចឹងឯងផ្ញើទីតាំងផ្ទះជួមកណា ថាម៉េចប៉ាម៉ាក់មកទីនេះហ៎ សៀងវៃយ៉ាធានមីងកូនរបស់យើងអាយុ22ឆ្នាំហើយក៏បានចូលប្រឡូកក្នុងសង្គមខ្ញុំគិតថាយើងគួរតែប្រាប់កូនពីប្រវត្តិពិតទៅអី កាលពី2ខែមុនចៅស្រីនៃគ្រួសារដុងបានរត់ប្រណាំងជាមួយនឹងគ្នាលទ្ធផលគឺមានបញ្ហា
បងគិតថាកូនរបស់យើងមិនទាន់ដល់ពេលដែលត្រូវប្រាប់នោះទេប៉ុន្តែថ្មីនេះគឺមានអារម្មណ៍ថាគេដូចជាក្រាន់បើជាងមុន ក្មេងម្នាក់នេះចរិតរបស់គេគឺដូចជាប៉ាវាឯងណាគឺជាក្មេងល្អណាស់ យើងទុកគេចោលបន្តិចទៀតសិនទៅហើយវិធីអូនឯងហ្នឹងហ៎ បងគឺជាមនុស្សអាក្រក់នៅពេលដែលខ្លាយជាអ្នកមានប៉ុន្តែបែរជាទុកកូនរបស់យើងចោលបញ្ជូនគេទៅនៅជនបទមិនដឹងថារយៈពេលប្រហែលឆ្នាំមកនេះគេរស់នៅពិបាកប៉ុណ្ណាទេ អាម៉េចទៀតហើយអូនក៏ពិបាកចិត្តពេកមើលឥឡូវនេះគេធំហើយបងក៏ចង់រកកូនប្រសាម្នាក់ដើម្បីឲ្យគេមើលថែខ្លួនវាដែរ ហើយចាកូនប្រុសរបស់យើងពិបាកយ៉ាងនេះតែរកប្រពន្ធឯណាបានល្អទៅគេមិនអាចមានសង្សារទេ មួយជីវិតវានេះបើសិនជាវារកសង្សារមិនបានទេទុកឲ្យវាអញ្ចឹងតែហ្មងទៅ ហើយចា ចវាយឥឡូវពួកយើងគឺមកដល់ផ្ទះកូនប្រុសរបស់លោកហើយ ព្រះជាម្ចាស់ហើយ ណែសាឡូអញបើកឡានទៅផុតទៅប្រយ័ត្នកូនយើងឃើញបានប៉ាម៉ាក់ហ៎អាយ៉ាបែកគ្នាយូរមានឡានទំនើបជិះណនេះប៉ាជិះឡាននេះមកមែនទេហ៎ អរគុណលោកពូអ្នកមីងដែលបានប្រើប្រាស់ជាមួយនឹងសេវាកម្មមួយនេះខ្ញុំសូមលាហើយណាអរគុណអូត្រូវហើយប៉ាជីឡានឈ្នួលមកទេអ្នកត្រូវទេម៉ែវាណាប៉ាតើមានឡានឯណាទំនើបអញ្ចឹងនោះហ៎កូនប្រុសឯងកុំចេះតែនិយាយអីខ្ញុំស្មានតែប៉ាមានឡានទំនើបជីខំតែខ្ញុំទៅតែចេញពីធ្វើការងារប៉ាម៉ាក់សូមអញ្ជើញឡើងទៅខាងលើសិនទៅ កូនប្រុសតើកូនធ្វើការថែមកមែនទេហើយចាមើលចោះលោកអើយកូនស្គមច្រើនណាស់ពួកយើងខ្វាយខ្វល់ពីកូនខ្លាំងណាស់ម៉ាក់ហើយនឹងប៉ាគិតថាកូនរស់នៅមានសុខភាពល្អណាស់ ម៉ាក់ប៉ាទុកចិត្តលើកូនប្រុសរបស់អ្នកទាំងពីរចុះខ្ញុំនឹងប្រឹងប្រែងល្អណាស់កូនប្រុសអញ្ចឹងប៉ាជឿជាក់លើឯងហើយណា កូនប្រុសតើកូនភ្ញាក់ហើយហ៎ហើយណែឆាប់ហូបស៊ុបមិនមួយចានទៅណាកូនប្រុស មើលធំក្លិនឈ្ងុយខ្លាំងណាស់ម៉ាក់ពិតជាពូកែមែន ហ៎កូនប្រុសតើកូនញ៉ាំអាហារទាំងអស់នឹងមែនទេមានរឿងអីប្រាប់មកណាអើយកូនប្រុសយកលុយនេះទុកចាយទៅណា ម៉ាក់ខ្ញុំមិនយកពីម៉ាក់នោះទេម៉ាក់ទុកខ្លួនឯងទៅខ្ញុំមានកម្លាំងអាចរកលុយបានតែប៉ាម៉ាក់ពិបាកណាស់ ហើយចាកុំប្រកែកអីឆាប់យកទៅ ម៉ាក់ដឹងស្អីទេម៉ាក់នេះ ហើយកូនប្រុសតើឯងមានមិត្តស្រីហើយនៅនឹងនាំគេមកលេងម៉ាក់ផងណា មិត្តស្រីហ៎មិត្តស្រីខ្ញុំមានតែបែកគ្នាហើយ បែរអញ្ចឹងពេលនេះឯងអត់ទាន់មានសង្សារទេអីអីចាបែរអញ្ចឹងម៉ែប្រាប់រឿងមួយទៅចោះប៉ារបស់កូនគាត់រស់មិនបានយូរទេណាគាត់សង្ឃឹមថាមុនពេលដែលគាត់ស្លាប់គាត់បានឃើញកូនរៀបការខ្ញុំឥឡូវខ្ញុំរៀបការហើយតើ រៀបការរួចហើយហី ត្រូវហើយខ្ញុំរៀបការហើយខ្ញុំមានប្រពន្ធដ៏ស្រស់ស្អាតទៀតផងម៉ាក់ចង់ដឹងទេអាយ៉ាធានមីងអញ្ចឹងឯងនៅប្រពន្ធឯងមកលេងទីនេះមកបាទវីវហើយមិនដឹងថានាងមកដែរទេឬក៏យ៉ាងម៉េចមិនខ្វល់ទេបើប៉ាហៅទៅហើយត្រូវតែសាកមើល អ្នកនាងបានបញ្ជូនបុគ្គលិកឲ្យតែដំឡើងតំណែងរបស់ហៅធានមីងហើយហ៎សូមឯងជួយកត់សម្បត្តិយន្តហោះឲ្យខ្ញុំពីរសិលឹកអ្នកនាងមិនចង់យកខ្ញុំទៅជាមួយអ្នកនាងទេអីមិនបាច់ទេទុកឲ្យឯងមើលការខុសត្រូវនៅក្រុមហ៊ុនចាហើយអ្នកនាងបានទៅដើរលេងចំណែកខ្ញុំគឺជាអ្នកមើលការខុសត្រូវក្រុមហ៊ុនចំនួនអ្នកនាងទៅវិញខ្ញុំនឹកឃើញហើយនេះអ្នកនាងប្រធានចង់តែក្រេបទឹកឃ្មុំមែនទេចាំខ្ញុំទៅទិញសម្បត្តិឯងទាំងពីរហើយលើពីនេះទៅទៀតណាគឺក៏ស្ថានភាពដែលល្បីហើយរៀបចំឈុតគូស្នេហ៍យ៉ាងហោចណាស់ក៏សម្រាប់មួយខែដែរណោះហើយខ្ញុំគឺជាមនុស្សតែម្នាក់គត់ដែលអាចសម្រេចចិត្តបានយល់អត់ប៉ាត់មែនថាខ្ញុំបានចុះអេតាស៊ីវិល
ប៉ុន្តែទៅថ្ងៃមុខចឹងម៉េចខ្ញុំមិនតាន់ដឹងច្បាស់នៅឡើយទេអាឡូ เอาយ៉ាងមិញហ្វៃនាងទំនេរទេអាចនិយាយជាមួយខ្ញុំបន្តិចតើបានដែរទេ ហាធានមីងពីបោះហើយគាត់ដឹងថាខ្ញុំកំពុងតែជួបគាត់ទេដឹង រឿងមួយនេះគឺបន្ទាន់ខ្លាំងណាស់តើនាងអាចជួយបានដែរទេ សំតោះខ្ញុំជួយលោកមិនបានទេ គឺប៉ាម៉ាក់របស់ខ្ញុំមកដល់ផ្ទះចង់ជួបនាងតើនាងអាចមកបានទេ ប៉ាម៉ាក់ក្មេចេ បើសិនជានាងរវល់ក៏ខ្ញុំអត់ថាអីដែរ នេះជារឿងរបស់លោកខ្ញុំមានកិច្ចការច្រើនណាស់អត់ទេខ្ញុំមិនទៅជួបគាត់ទេ បើនាងមិនមកទេក៏ខ្ញុំមិនថាអីដែរប៉ុន្តែក្នុងនាមជាប្រពន្ធខ្ញុំត្រូវតែរាយការណ៍ប្រាប់នាងបើនាងរវល់អូខេខ្ញុំនឹងប្រាប់គាត់តាមនឹង ហាធានមីងតើលោកគិតយ៉ាងម៉េចចំពោះខ្ញុំអេមិនអីទេសូមលោកផ្ញើទីតាំងមកឲ្យខ្ញុំមកណាអេហើយចង់ឯងវាអាម៉េចហ្នឹងអ្នកនាងត្រូវមានទំនាក់ទំនងជាមួយគាត់ឲ្យច្រើនដើម្បីឲ្យគាត់នឹងយល់ពីអារម្មណ៍របស់អ្នកនាងណាហើយចង់ឯងអត់ឮទេគាត់គ្មានអារម្មណ៍នឹងខ្ញុំទេគាត់ទុកខ្ញុំគ្រាន់តែជាឧបករណ៍តែប៉ុណ្ណោះត្រូវហើយចង់អ្នកនាងមិនធ្លាប់គិតទេអីថាហេតុអីគាត់អ្នកនាងខឹងអូបើគាត់និយាយបែបហ្នឹងហើយរឿងអីខ្ញុំមិនខឹងនោះលោកព្រះឃើញដែរអត់ដោយសារតែគាត់ហ្នឹងទុកអ្នកនាងជាប្រពន្ធម្ល៉េះហើយបានជាគាត់ផ្ដោតដំណឹងឲ្យអ្នកនាងមុនហ្នឹងណាខ្ញុំគិតថាអ្នកនាងក៏ចូលចិត្តគាត់ដែរហើយខ្ញុំនឹងចូលចិត្តគាត់មកណាឃើញមកគួរស្អប់ចង់មើលទេប្រយ័ត្នស្អប់ចំពោះលើតែអ្នកនាងម្ចាស់ឥឡូវចេះចាស់បានអ្នកនាងមិនចូលចិត្តគាត់ទេទុកឲ្យខ្ញុំទៅជួបប៉ាម៉ាក់របស់គាត់ចំនួនអ្នកនាងចាស់ណាយ៉ាងហោចណាស់មិនខ្វល់ពីការងារបានសម្រាប់មួយថ្ងៃបន្ទប់220នៅភូមិមីងជូនស្រុកយូលូអូយមិនបាច់ទេឯងនៅមើលក្រុមហ៊ុនចាស់ទុកឲ្យខ្ញុំទៅជួបគាត់ជារឿងផ្ទាល់ខ្លួនខ្ញុំទេអ្នកនាងប្រធានចារឿងកក់សម្បត្តិយន្តហោះនោះហើយអ្នកនាងគឺជាមនុស្សដែលមិនធ្លាប់មានស្នេហាតតែសោះតាមមើលក្តីស្រឡាញ់របស់គាត់ចំពោះបារម្ភម្នាក់នោះគឺពិតជាខ្លាំងក្លាណាស់ប៉ុន្តែពេលនេះខ្ញុំបែរជាគិតថាហាធានមីងក៏ជាប្រុសល្អដែរអ្នកនាងប្រធានហេតុអីក៏ចេញមកទីនេះរើសសម្លៀកបំពាក់ឲ្យខ្ញុំចាសម្លៀកបំពាក់កន្លែងខ្ញុំគឺថ្មីណាស់អ្នកនាងរើសទេចាំតិចអេត្រូវយកសម្លៀកបំពាក់ណាចាស់ទុំតិចចាំមិនដែរឈុតនេះថ្លៃថ្នូរប៉ុន្តែសាមញ្ញបន្តិចមិនទាន់ត្រូវចិត្តបានអ្នកនាងមិនពេញចិត្តផ្លាស់អាថ្មីទៀតតែអញ្ចឹងបានអញ្ចឹងផ្លាស់ចុះហើយតាមមើលទៅប្រហែលជានាងមិនមកទេដឹងអីត្រូវហើយគ្រូសាយើងជាអ្នកក្រប្រហែលជានាងមិនមកទេដូច្នេះទៅផ្ទះវិញទៅខ្ញុំស្មានថានាងមិនមកទេដោយសារតែលោកនិយាយហើយហ្នឹងបើខ្ញុំមិនមកក្រែងវាមិនសមនាងមកល្អហើយតោះចុះទៅខាងក្នុងទៅកុំឲ្យពួកគាត់ចាំយូរណែនេះលោកកថាថ្ងៃនេះខ្ញុំអត់មានអីប្លែកទេដូចជាមានអីប្លែកទេមិនបាច់និយាយទេតប៉ែដល់កហ្មងណែពាក្យមិញស្ដាប់ឮច្បាស់ណាស់ណាស្មានតែខ្ញុំចង់ទៅណាស់ហេតើខ្ញុំនិយាយអីខុសទៀតហើយទើបបានជានាងខឹងបែបនេះគ្រូក្បាលខ្ញុំមិនយល់ចាំផងនេះធានមីងគេចូលចិត្តញ៉ាំម្ហូបអីតើកូនដឹងអត់ខ្ញុំធ្វើមិនដឹងទៅណាធានមីងគាត់ចូលចិត្តញ៉ាំប៉ងទារួចជាត្រីអូអញ្ចឹងយើងធ្វើម្ហូបប៉ងទារួចជាត្រីថែមម្ចាស់ទៀតទៅណាប៉ាម៉ាក់ខ្ញុំមកវិញហើយអាហារពេលល្ងាចចាប់ផ្ដើមឲ្យកូនប្រុសអេនេះគឺជាអ្នកម៉ាធានមីងខ្ញុំបានធ្វើម្ហូបប៉ងទារួចជាត្រីដែលបងចូលចិត្តពួកឯងទាំងពីរមានបញ្ហាអីធានមីងហើយនេះមានរឿងអីទៅណាប៉ាម៉ាក់នេះគឺជាអតីតមិត្តស្រីរបស់ខ្ញុំលីឈីនីនេះគ្មានអារម្មណ៍ខ្មាស់អៀនទេដេកខ្ញុំចេញពីផ្ទះឥឡូវនេះមកធ្វើអីនៅទីនេះ
ថេនមីងខ្ញុំក៏ចាំត្រឡប់មកបងដែរប៉ុន្តែហេតុអីក៏បងនាំគេមកទីនេះទៅវិញ សំណួរនេះគឺខ្ញុំគួរតែសួរនាងវិញ តើនាងជាណាហេតុអីក៏មកតាក់តាំងជាមួយថេនមីងសុំទៅផឹងចាស់ហើយថេនហើយនឹងខ្ញុំបានចុះអេតាសវលជាមួយគ្នារួចទៅហើយចុះនាងវិញនោះថាម៉េចអ្នកទាំងពីរចុះអេតាសវលហើយហ៎ ត្រូវហើយនាងមិនសប្បាយចិត្តមែនទេដែលខ្ញុំបានជួបជាមួយនឹងមនុស្សល្អបែបនេះថែមទាំងមានសម្រស់ស្អាតជាងនាងរាប់ពាន់ដងទៅទៀតនាងចាំទេនៅពេលដែលនាងធ្វើបាបខ្ញុំតើខ្ញុំជឿចិត្តប៉ុណ្ណា បានលោករៀបការហើយហេតុអីក៏ប្រាប់ខ្ញុំឲ្យដឹង ឈប់សិនខ្ញុំមិនញ៉ាំម្ហូបធ្វើដោយដៃមនុស្សស្រីសាវ៉ានោះទេ ហើយយ៉ាម៉ាក់មិនគួរហៅនាងមកតតសោះនិយាយការពិតទៅចោះទាំងអស់នេះគឺសិតតែជាកំហុសរបស់ម៉ាក់ កូនប្រសាជួបគ្នាថ្ងៃដំបូងមានបញ្ហាបែបនេះទៅហើយឲ្យប៉ាសុំទោសផងណា ប៉ាម៉ាសុំទោសដែលកូនមានការរវល់មិនសូវបានមកជួបប៉ាម៉ាហេតុដូច្នេះធ្វើឲ្យអ្នកទាំងពីរពិបាកទទួលស្គាល់លោកប្តីក៏អញ្ចឹងដែរបងទីរសជាតិត្រីខ្ញុំចូលចិត្តហេតុអីក៏បងចាក់ចោលទៅវិញ ចាំធ្វើអត់ថ្មីក៏បានដែរត្រូវហើយពិតជាសោកស្ដាយណាស់ឯនេះពិតជាខ្ជិះខ្ជាយពេកហើយ បងឈប់បន្ទោសគ្នាទៀតទៅពេលនេះកូនប្រុសរបស់ខ្ញុំគេបានរៀបការហើយដល់ពេលកូនប្រសាស្រីត្រូវមើលថែប្តីម្ដងហើយណា លោកប្តីលឺអត់ចាប់ពីពេលនេះតទៅគឺត្រូវខ្ញុំមើលថែបងម្ដងហើយណាកម្រឹងរូអសោះម៉ាក់គាត់និយាយអញ្ចឹងណា បានលោកស្រី អូបានហើយនាំគ្នាញ៉ាំអាយទៅតោះអ្នកម៉ានេះគឺជាអំណោយតូចតាចដែលកូនទិញជូនអ្នកទាំងពីរមិនសូវមានតម្លៃប្រហែលទេសូមអ្នកទាំងពីរកុំប្រកាន់ អត់ទេអត់ប្រកាន់ទេ ខ្សែដៃត្បូងនេះមានតម្លៃយ៉ាងតិចក៏2សែនចំណែកឯនាឡិកានេះមានតម្លៃយ៉ាងតិចក៏3សែនកូនប្រសាម្នាក់នេះមិនត្រឹមតែស្អាតទេថែមទាំងចិត្តល្អទៀតយ៉ាងម៉េចប៉ាវាពេញចិត្តអត់ ពេញចិត្តណាស់ មក ម៉ាក់ចាប់ឲ្យកូនប្រសាអន្តើឯងចាប់ខ្លួនឯងទៅ ម៉ាធ្វើបែបនេះពិតជាលំអៀងពេកហើយអាយ៉ាកូនប្រុសហ៎ដាក់អានេះវិញទៅកូនធំដឹងក្តីហើយថែមទាំងមានប្រពន្ធទៀតផងតើអាចផឹកជាមួយប៉ាបានទេខ្ញុំអាចដែរហ៎ខ្ញុំអាចផឹកមួយប៉ាបានហ៎រឿងអីដែលថាមិនអាចនោះពីព្រោះថាពេលនេះឯងមិនមែននៅពីក្មេកដូចពីមុនទេឯងគឺជាមនុស្សធំហើយថែមទាំងមានប្រពន្ធដ៏ស្រស់ស្អាតទៀតផង គ្រប់យ៉ាងចំពោះគ្រួសារនេះពិតជាល្អណាស់ខ្ញុំមិនដែលមានអារម្មណ៍កក់ក្ដៅដូចជាពេលនេះតទៅសោះមើលតែគាត់ពិតជាដូចបងប្រុសម្នាក់នោះខ្លាំងណាស់ប៉ុន្តែខ្ញុំគិតថាប្រហែលជាគ្មានរឿងចៃដន្យម្លឹងទេ ហ៎ណែហេមកធ្វើអី តែលោកចង់ធ្វើអីនឹង បិទភ្នែកទៅនាងធ្វើស្អីនឹងខ្ញុំគ្រាន់តែឲ្យនាងបិទភ្នែកលេងតែហេតុអីបានបិទភ្នែកមែនទេ ហា ហាស្អីពួកយើងត្រឹមតែរៀបការខ្លាញ់ទេហេតុអីបានទិញអំណោយដល់ច្រើនបែបនេះអីអូយពិតជាកាចមែនណាឆ្នាំខ្លាមែនទេហេតុអីក៏កាចបែបនេះ សៀងវៃយ៉ាពេលនេះខ្ញុំគិតថាវាល្មមដល់ពេលដែលយើងត្រូវបកគលខ្សែកនេះតែឲ្យហឺធានមីងហើយតើបងយល់យ៉ាងម៉េច ន
នេះអូនមិនយល់ថាមុខនារីម្នាក់នោះដូចនរណាគេទេហ៎ បងចង់និយាយថានាងគឺជាក្មេងស្រីម្នាក់នៅក្នុងគ្រួសារអ៊ូយ៉ាងឡុងហី ត្រូវហើយប៉ុន្តែមើលទៅធានមីងចោះដូចជាចាប់ចិត្តដិតអារម្មណ៍ជាមួយនឹងគេខ្លាំងណាស់បើនាងជាកូនស្រីរបស់អ៊ូយ៉ាងឡុងមែននោះពិបាកចិត្តណាស់ប៉ុន្តែមើលទៅធានមីងចោះដូចជាចាប់ចិត្តដិតអារម្មណ៍ជាមួយនឹងគេខ្លាំងណាស់បើនាងជាកូនស្រីរបស់អ៊ូយ៉ាងឡុងមែននោះ តើហើធានមីងនេះប៉ាម៉ាក់របស់គេជានរណាទៅ មើលទៅមុខចៅគឺដូចជាពិបាកចិត្តពីរឿងមង្គលការនេះ លោកយាយខ្ញុំមើលទៅធានមីងគឺដូចជាមានរឿងអីលាក់បាំងជាមួយខ្ញុំ តើលេខាលីននោះគឺជាអ្នកស៊ើបរឿងនោះមកប្រាប់ចៅមែនទេចៅ ហើយធានមីងគេធំធាត់នៅជនបទប៉ុន្តែគេនិយាយថាប៉ាម៉ាក់របស់គេជាអ្នករស់ស៊ីនៅឯឆ្នេរសមុទ្រចៅពិតជាឆ្ងល់ណាស់ប៉ុន្តែហេតុអីបានជាគាត់ដឹងរឿងរបស់ចៅទៅវិញពួកគាត់ទាំងពីរនាក់សម្លៀកបំពាក់របស់គាត់គឺសាមញ្ញប៉ុន្តែចរិតរឹតពីរបស់គាត់គឺដូចជាអ្នកមានអញ្ចឹង ចៅចង់សួរយាយអីក្រែងតែចៅមានតំណែងតំណងជាមួយធានមីងហេតុអីក៏មិនសួរគេទៅ មិនចង់រំខានគេទេលោកយាយម្យ៉ាងទៀតតែលោកយាយបង្ខំឲ្យចៅរៀបការជាមួយគេចៅនិយាយការពិតទៅចាស់ណាមង្គលការនេះជារឿងខ្លាំងខ្លាយទេថ្ងៃណាមួយចៅលែងលះជាមួយគាត់ទេ លែងលះអីចៅនិយាយជាការពិតទេ នេះបើកុំតែលោកយាយនិយាយថានឹងបកគលគេមករដាក់ខ្លាំងឲ្យខ្ញុំមកខ្ញុំច្បាស់ជាលែងលះជាមួយគាត់ហើយមិនតស៊ូទេ បើអញ្ចឹងលែងលះថ្ងៃស្អែកតែម្ដងទៅហី លោកយាយឲ្យខ្ញុំធ្វើមែនទេ ហើយមិនក៏ឯងមិនចេះគិតមើលខ្លួនឯងទៅបើឯងមិនយកគេទេតែតាណាគេយកឯងទៅម្ល៉េះហើយបានជាយាយបង្ខំឯងឲ្យម្យ៉ាងទៀតធានមីងគឺជាមនុស្សល្អខ្លាំងណាស់ចៅ បើអញ្ចឹងមួយរយៈដែលលោកយាយធ្វើនេះគឺលោកយាយពិតជាចង់ឲ្យខ្ញុំរៀបការពិតប្រាកដមែនទេ ត្រូវហើយចៅកាលតែយាយធ្វើនេះក៏ដើម្បីចៅស្រីរបស់យាយដែរដូច្នេះហើយចៅត្រូវតែ អាឡូ អូយ៉ាងមិនវៃថ្ងៃស្អែកនេះខ្ញុំនឹងទៅដល់ក្រុមហ៊ុនរបស់នាងហើយដូច្នេះយើងបន្តកិច្ចសន្យាកាលពីប៉ុន្មានឆ្នាំមុន តើជាចៅប្រុសច្បងនៃគ្រួសារមែនទេចៅយាយនឹងនិយាយជាមួយឯងនឹងហៅធានមីងឲ្យបានច្បាស់បន្តកិច្ចសន្យានឹងការរៀបការបន្តទៀត សំតោះលោកមិនអាចចូលទៅបានទេលោកចេញទៅវិញទេ ណែនាងកុំខត់ខ្ញុំចូលទៅនិយាយជាមួយនឹងចង្វាយរបស់នាង អ្នកនាងប្រធានខ្ញុំបានប្រាប់គាត់ហើយប៉ុន្តែគាត់លើក្រោយបើសិនជាមានភ្ញៀវមកត្រូវប្រាប់ខ្ញុំមុន មីងវៃហេតុអីបានជាយកមនុស្សល្ងងចូលធ្វើការងារនៅក្នុងក្រុមហ៊ុននេះទៅវិញនាងមើលចុះ មិនអីទេឯងទៅវិញចុះចាហាសឺរងហេតុអីបានជាលោកហ៊ានចូលមកដល់ក្រុមហ៊ុនរបស់ខ្ញុំលោកមានការអីហ៎លោកនិយាយទៅ នេះអូនកំពុងតែលេចសើចជាមួយបងមែនទេទើបអូនហ៊ាននិយាយសម្ដីបែបនេះដល់អនាគតប្តីរបស់អូនបែបនេះ ហេតុអីបានជាលោកនិយាយអញ្ចឹង មីងវៃពួកយើងបានស្គាល់គ្នា20ឆ្នាំទៅហើយកាលពីក្មេងយើងធ្លាប់រត់លេងជុំគ្នានេះបញ្ជាក់ថាពួកយើងទាំងពីរនាក់បានស្រឡាញ់គ្នាទៅហើយ លោកតែស្គាល់ខ្ញុំរយៈពេល7ឆ្នាំនៅបរទេសវាជារឿងធម្មតាតែប៉ុណ្ណោះមានអីពាក់ព័ន្ធជាមួយខ្ញុំ បានហើយបងមិននិយាយបែបបត់ច្រើនទេបងមកពេលនេះគឺបងមកធ្វើតាមកិច្ចសន្យារៀបការជាមួយអូន រៀបការ ត្រូវហើយ10ឆ្នាំមុនប៉ារបស់អូនបានជាប់គុកឪពុករបស់បងគឺជាអ្នកសង្គ្រោះជីវិតរបស់គាត់ទើបចេញពីគុកបានថែមទាំងសន្យាឲ្យអូនហើយនឹងបងរៀបការជាមួយគ្នាអូនចាំមិនបានទេ ហើយដូច្នេះតែលោកត្រឡប់មកវិញហើយចង់រៀបការជាមួយខ្ញុំហ៎ ត្រូវហើយកាលពីក្មេងពួកយើងទាំងពីរនាក់គឺជាសង្សារនឹងគ្នាថែមទាំងមានទំនាក់ទំនងល្អទៀត
លោកមើលខ្លួនឯងទៅតើគួរទទួលយកឬមួយក៏អត់ អូយ៉ាងមិញហ្វុយគឺខ្ញុំទៅតែរៀបការជាមួយនាងហេតុអីបានជានាងរៀបការជាមួយអ្នកដទៃផ្សេងបែបនេះ ហាសឺរងកាលដែលលោកសិក្សានៅបរទេសលោកធ្វើឲ្យខ្ញុំខាត100លានព្រោះតប៉ារបស់លោកលេងល្បែងខ្ញុំត្រូវចំណាយអស់300លានទៀតចាត់ទុកថាខ្ញុំសងអត់ទៅហើយតើនៅត្រូវការអីទៀត អូយ៉ាងមិញហ្វុយនេះអូនគិតថាបងល្ងងមែនទេមុននឹងបងចូលមកបងបានស៊ើបដំណឹងរួចរាល់ទៅហើយរវាងអូនហើយជាមួយនឹងគេម្នាក់នោះតើពួកឯងប្រកាសទេទេថាម្នាក់នេះមានការទំនាក់ទំនងជាមួយប្រុសផ្សេង ម្នាក់នេះគឺតាក់ទងជាមួយហាធានមីង ត្រូវហើយម្នាក់នេះគឺខ្ញុំស្គាល់ច្បាស់គេឈ្មោះថាហឺធានមីងកាលពីក្មេងធ្លាប់រៀនសាលាជុំគ្នាប៉ុន្តែអ្វីដែលមិននឹកស្មានដល់ពេលនេះគេបានរៀបការជាមួយ CEO ក្រុមហ៊ុនមិនដឹងដោយរបៀបណាហឺធានមីងឯងហ៊ានប៉ះពាល់មនុស្សស្រីដែលយើងស្រឡាញ់ផងនេះឯងរកសេចក្តីស្លាប់ដោយខ្លួនឯងហើយអូយ៉ាងវិញហ្វុយនាងហ៊ានតាក់ទងអ្នកផ្សេងរួចហើយបោះបង់ខ្ញុំចោលចង្រៃណាស់ អូនគិតថាបងមិនដឹងពីល្បិចរបស់អូនមិនអីទេរឿងនេះចាំបងជាអ្នកដោះស្រាយអូននៅតែឲ្យស្ងៀមទៅបានហើយ ស្វាគមន៍លោកប្រធានថ្មី ណែហើយប្រធានថ្មីស្អីធម្មតាទៅដូចមិនសូវត្រឡប់ទេបានហើយធ្វើការធម្មតាទៅក្រែងនាងគឺជាប់រវល់ពិភាក្សាការងារជាមួយនឹងគេមែនទេហេតុអីថ្ងៃនេះមកកាន់ក្រុមហ៊ុន ម្សិលមិញខ្ញុំបានធ្វើការថែម៉ោងពេលនេះបាននិយាយជាមួយភ្ញៀវរួចហើយចង់បបួលលោកទៅញ៉ាំអីជាមួយខ្ញុំទេឆ្ងាញ់ណាស់ បងស្រីមីងយូ អីយ៉ាកុំហៅខ្ញុំបងស្រីបានទេហៅថាមីងយូចាស់ណា បងស្រីមីងយូខ្ញុំត្រូវតែសារភាពប្រាប់រឿងមួយ គឺតែកណ្ណាណាអីយ៉ាមិនអីទេមានរឿងអីចាំខ្ញុំជួយលោកនិយាយមក បងស្រីក៏ពិតទៅគឺខ្ញុំណែសួស្តីដល់ទាំងអស់គ្នាខ្ញុំហឺស៊ីរ៉ុងជាអ្នកគ្រប់គ្រងថ្មីនៅទីនេះលោកនាយកហឺខ្ញុំជាប្រធានផ្នែកលក់ទី2ឈ្មោះហឺធីនមីងឈ្មោះនេះធ្លាប់គេនិយាយប្រាប់ខ្ញុំដែរលោកបាននិយាយកិច្ចសហការដ៏ធំមួយគឺ Jinan Incomer លោកគឺពិតជាមានសមត្ថភាពណាស់អរគុណលោកប្រធានល្ងាចនេះសូមអញ្ជើញលោកប្រធានទៅផឹកបានទេក្នុងនាមជាអ្នកគ្រប់គ្រងផ្នែកលក់តាយន្តក្រុមពិតជាអរគុណលោកខ្លាំងណាស់តំណាងឲ្យអ៊ូយ៉ាងមីងហ្វេម្ចាស់ក្រុមហ៊ុនតាយន្តក្រុមជាគូដណ្ដឹងរបស់ខ្ញុំមានបតាបកិច្ចលើការងារទាំងអស់នេះដើម្បីមានភាពស្និទ្ធស្នាលជាមួយនឹងបុគ្គលិកថ្មីផងដែរអូយ៉ាងមីងហ្វេជានាយកគ្រប់គ្រងក្រុមហ៊ុននេះទាំងមូលមែនទេថែមទាំងជាគូដណ្ដឹងរបស់លោកប្រធានទៀតផងវាមិនពិតទេដឹងនេះលោកមានបញ្ហាអីទៅមិនមានអីទេអត់មានអីទេបងអូនប្រុសធានមីងឯងពិតជាល្អណាស់ប្រឹងប្រែងធ្វើការទៅណែ ធានមីងប្រធានថ្មីតើមានបញ្ហាអីទៅមើលទៅលោកដូចជាមិនសប្បាយចិត្តសោះ អូយ៉ាងមីងហ្វេជាប្រធានក្រុមហ៊ុននេះមែនទេ មែនហើយលោកមិនដឹងទេអី ខ្ញុំអត់ដឹងទេមួយរយៈនេះគឺមិនបានចាប់អារម្មណ៍អំពីបញ្ហានេះទេ ជាធម្មតាគឺគាត់តែងតែមានរឿងអាកំបាំងមួយយ៉ាងទៀតហើយលោកមកទីនេះទៅស្គាល់គាត់វាជារឿងធម្មតាទេមួយយ៉ាងទៀតខ្ញុំគិតថាក្នុងនាមជាប្រធានមិននឹងអាចយករឿងផ្ទាល់ខ្លួនទៅនិយាយប្រាប់អ្នកដទៃនោះប៉ុន្តែតំណែងរបស់គាត់មានយូរហើយស្រួលនឹងរៀបការក្នុងពេលឆាប់នេះខ្ញុំលើថាហាសឺរ៉ុងត្រឡប់មកវិញហើយនៅនាងប្រធានខ្ញុំទៅតែនិយាយជាមួយគេមិញពេលក្រុមហ៊ុនដែលនាងខ្សែធនគេទៅក្រៅប្រទេសបាត់ពេលបានធូធាគេត្រឡប់មកវិញតើគេចង់ធ្វើអីទៅឬតើតែក្រុមហ៊ុននេះចម្រើនទៅត្រឡប់មកវិញប្រហែលជារឿងភ្ជាប់ពាក្យតែដឹងរឿងទាំងអស់នេះខ្ញុំបាននិយាយប្រាប់គេហើយប៉ុន្តែគឺគេចង់បានតំណែងធ្វើជាអ្នកគ្រប់គ្រងហាគេចង់ធ្វើជាប្រធានផ្នែកលក់ចុះស្វាមីនៅនាងវិញនោះហាថេនមីងជាស្វាមីរបស់ខ្ញុំតាមមើលទៅគេប្រហែលជាមិនតាន់ដឹងរឿងនៅឡើយទេហើយដូច្នេះគួរនៅឲ្យស្ងៀមហេតុអីបានជាលោកមកទីនេះ ឃើញនាងនៅទីនេះខ្ញុំប្រកាសក្នុងចិត្តថាវាជាការពិត ខ្ញុំតែមុនហើយនិយាយគ្នាតាមសម្រួលចាស់លោកប្រហែលជាបានជួបជាមួយហាសឺរ៉ុងគេប្រាប់លោកហើយបានជាលោកមកទីនេះ ត្រូវហើយ
ដូច្នេះហើយថ្ងៃនេះខ្ញុំត្រូវតែនិយាយជាមួយនាងពួកយើងទាំងពីរនាក់ថ្ងៃនេះលែងលះគ្នាទៅ តើលោកនិយាយអីគេហ្នឹង មិនចាំបាច់នាងធ្វើពុតនោះទេហឺស៊ីរ៉ុងគឺជាគូដណ្ដឹងរបស់នាងចំណែកខ្ញុំត្រឹមតែជាប្តីខ្លាញ់ៗតែប៉ុណ្ណោះដូច្នេះកុំឲ្យមានបញ្ហាទាន់ពួកយើងគួរតែសម្រេចចិត្តថាលែងលះគ្នាទៅល្អជាង ព្រោះតែដូច្នេះហើយបាត់ជាលោកខឹងជាមួយខ្ញុំហើយក៏ចង់លែងលះជាមួយខ្ញុំមែនទេ ខ្ញុំមិនចង់ឆ្លុកគ្នាជាមួយនាងនោះទេរឹតតែមិនចង់ឲ្យនាងមានបញ្ហាព្រោះតែខ្ញុំជាក់ស្ដែងទំនាក់ទំនងរបស់ពួកយើងទាំងពីរនាក់វាត្រឹមតែជាខ្លាញ់ៗតែប៉ុណ្ណោះទេ ខ្ញុំនិយាយទៅខ្ញុំយល់ព្រមខ្ញុំរវល់ណាស់លោកចេញទៅវិញទេ បាទខ្ញុំនឹងចេញទៅឥឡូវនេះ ចង្រៃយោចង់ចាញ់ក៏ចាញ់មិនលួងគេមួយម៉ាត់លោកស្មានតែខ្ញុំស្រឡាញ់លោកទេធានមីងមីងហ្វៃហើយនឹងហៅស៊ឺរ៉ុងមិនដូចជាអ្វីដែលលោកគិតទេណា ត្រូវចាំបាច់ដែរខ្ញុំគ្រាន់តែជាមនុស្សកំសត់ម្នាក់ថែមទាំងជាបុគ្គលិកថ្មីតើស័ក្តិសមអីជាមួយនឹងនាយកក្រុមហ៊ុននោះ ស្នេហាមិនមែនស្ថិតនៅលើសម្ភារៈនិយមទេណាលោកគួរតែចាប់ផ្ដើមទៅមានឱកាសឲ្យត្រូវតែចាប់យកឲ្យបាន ឱកាស ប៉ុន្មានថ្ងៃនេះគឺពិតជាមានរឿងអញ្ញែអញ្ញែច្រើនណាស់ខ្ញុំមិនចង់បែបនឹងទៀតទេវិធីសាស្ត្រមួយយ៉ាងគឺមានតែលេខលេសជាមួយនឹងអូយ៉ាងមិញហ្វៃ ហាធានមីងសូមលោកកុំធ្វើអញ្ចឹងឲ្យសោះណាខ្ញុំមិនអាចឃើញតែនាងប្រធានគាត់ចាប់អារម្មណ៍ពីអ្នកណាទេសូមលោកគិតពីរឿងនេះឲ្យបានច្បាស់ Thank you.
Hả thiên minh ai cho mưa ta năm nó vì rơ lang tới ta bị dạng mất nhá mà nấy thế dưỡng tục ở cả song sức ai được về cõi tiết chạm từ mưa tới hả quay trong thứ sấy hả ai trong thứ sấy trong ai kia hả ai trong ai kia mấy luôn hả តែអាចចរៃណាហ៊ានធ្វើបាបលោកម្ចាស់វ័យក្មេងរបស់យើងវាស្វែងរកក្តីស្លាប់ហើយ nó niềng lọ nếu nếu mới tới mưa thà nơi cả lạnh ní tạc trong thứ ban là na kia tới ភ្នែកឆ្កែមិនអាចស្គាល់ព្រះប្រទេហើសឺរងតែលោកនៅតែមិនដឹងឬមួយក៏ធ្វើពិតជាមិនដឹងឆាប់ដុតជង្គង់ចុះ ส ទៅ มางniềng à tiếp chân ở dương lút chừng cung chừng pua một nền nú nhưng mà không thà ní miếng sai thom vào phần nạt thì tại bà hiên bà bọc chầm nú អ្នកណាម្នាក់ក៏មិនអាចចេញផុតដែរគ្រួសារឯងអ្នកផ្សេងមិនដឹងប៉ុន្តែយើងដឹងច្បាស់ណាស់កុំស្មានថាយើងមិនដឹងអសោះឬមួយក៏ចង់ឲ្យយើងបកអាក្រាតនៅទីនេះប៉ារបស់ឯងនេះចំពាក់ប្រាក់ច្បាយរបស់យើង300លានឯណោះឯងកុំស្មានថាយើងមិនដឹងតើពេលណាទើបសងទៅចំណែកឯងវិញគឺត្រូវទូទាត់ឥឡូវនេះបើមិនអញ្ចឹងទេកុំសង្ឃឹមថាចាញ់រួច ខ្ញុំមានលុយច្រើនមកពីណាទើបអាចចេញបាន កុំឲ្យខ្ញុំអើយកណ្ដៅណា ឆាប់បានទៅឆាប់នាំគាត់ទៅមន្ទីរពេទ្យគាត់ត្រូវថ្នាំរបស់គេហើយ ឈប់ឡើងទៅដាក់ខ្ញុំចុះចំណែកនេះចេញឲ្យឆ្ងាយពីខ្ញុំទៅ អេឆេងយូរកឡើងចាត់ឡាន ចេញទៅ ចំណែកឯងវិញគឺត្រូវចុះធ្វើបែបនេះមិនល្អទេចាំខ្ញុំរកស្ថានភាពអីចុះកុំបារម្ភអីតែមកផ្លែតទេឆ្នាំនេះខ្លាំងណាស់ ថែមមីងពួកយើងគឺជាប្តីប្រពន្ធខ្ញុំត្រូវតែជួយលោកសំលោកទឹកចិត្តចាស់ អូចាំមិនភ័យនេះចេញឲ្យឆ្ងាយពីខ្ញុំទៅនាងមិនលឺនៅអ្វីដែលខ្ញុំនិយាយទេដាច់ខាតគឺខ្ញុំមិនប៉ះពាល់នាងនោះទេខ្ញុំមិនមែនជាប្តីនាងនាងគឺជាអ្នកមានខ្ញុំគឺជាអ្នកក្រខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ខ្ញុំមិនអាចស័ក្តិសមជាមួយនឹងនាងបានទេនាងកំភៃថ្ងៃស្អែកខ្ញុំនឹងលេខលះជាមួយនាង លោកស្វាយហើយណែខ្ញុំដឹងថាលោកស្រឡាញ់ខ្ញុំតែប៉ុណ្ទេចំពោះខ្ញុំមិនខ្លាចពីប្រវត្តិរបស់លោកទេចុះហេតុអីបានជាពួកយើងមិនចាប់ផ្ដើមសារជាថ្មីទេតើភាពក្លាហានរបស់លោកពេលនេះវាបាត់អស់ហើយមែនទេ ខ្ញុំដឹងតែខ្ញុំស្រឡាញ់នាងតែយ៉ាងណាពួកយើងត្រឹមតែជាអ្នករៀបការខ្លាញ់ខ្លាចតែប៉ុណ្ណោះរឿងនេះនាងក៏ដឹងខ្ញុំក៏ដឹងពួកយើងគឺមិនអាចរស់នៅជាមួយគ្នាបានទេពេលនេះនាងមានគូដណ្ដឹងរួចហើយ អេឆេងយូនេះជាលើកទី1ហើយណាដែលខ្ញុំឃើញឯសភាពបែបនេះអេអ្នកនាងប្រធានសូម្បីតែគូស្វាមីរបស់អ្នកនាងក៏ធ្វើអញ្ចឹងដែរណាធ្វើជាអង្គការរបស់អ្នកនាងផងធ្វើជាលេខារបស់អ្នកនាងផងហត់សឹងស្លាប់បែរជាសួរបែបនេះទៅវិញអញ្ចឹងហ៎ពេលនេះពួកយើងទៅពីរនាក់ពេញសិតជាប្តីប្រពន្ធនឹងគ្នាហើយដឹងអត់ហើយយ៉ាខ្លាំងណាស់ចាំដល់ពេលកូនអ្នកនាងកើតតាខ្ញុំសុំធ្វើជាម៉ែគេដែរហើយលោកប្តីហើយចាប់បងកាត់មិនវិញអាយយោត្រឹមតែមួយយប់សោះតំណែងតំណងអ្នកទាំងពីរកាន់តែកើតឡើងហើយហីសិតតែលោកប្តីផងហ៎មានរឿងអីហ៎ហើយសរងត្រូវរបួសធ្ងន់ណាស់សម្រាប់នៅមន្ទីរពេទ្យពេលនេះកំពុងតែចេញពីបន្ទប់វះកាត់ហើយគេស្រែកទៅហៅឈ្មោះអ្នកនាងរហូតតែអ្នកនាងគួរតែទៅជួបគេអត់ប៉ុន្តែខ្ញុំអត់មានកម្លាំងក្នុងខ្លួនទេ អើមើលមុខបងអីបងក៏អស់កម្លាំងដូចតែគ្នានឹងណែយប់មិញប្រើកម្លាំងច្រើនខ្លាំងណាស់យើងទៅរកអីបើបន្តិចសិនទៅអី ប៉ុន្តែពេលនេះខ្ញុំពិតជាមានការងឿងឆ្ងល់ណាស់តែណាស់ទេដែលហ៊ានប៉ះពាល់គាត់នោះឥឡូវចេះចុះខ្ញុំគិតថាខ្ញុំនឹងបញ្ជូននរណាម្នាក់ដើម្បីឲ្យទៅស៊ើបពីរឿងនេះណាអ្នកនាងប្រធាន
បើអញ្ចឹងឯងទៅចុះរឿងនេះសំខាន់ណាស់ត្រូវទៅស៊ើបឲ្យច្បាស់ ណែហើយប្រពន្ធសម្លាញ់ហើយចុះអូនចង់ទៅណាទៅអូនចង់ទៅចោលបងមែនទេ កាលពីយប់មិញណាគេនិយាយថាចង់លែងលះហើយនិយាយពេញតិចរបស់ខ្ញុំទៀតត បើសុំស្បន់ចាប់ពីពេលនេះទៅគឺបងមិនអាចទៅណាចោលអូនបានទេបងសន្យាក្រៅពីអូនគឺបងមិនយកនរណាគេផ្សេងទៀតទេយល់ហើយណា មិនចេះខ្មាស់គេសោះ ណែនេះជានាយកហឺស៊ីរ៉ុងដូចជាមិនមែនទេហឺស៊ីរ៉ុងឯណាអញ្ចឹងនោះ ហេតាលោកជាណាគេអញ្ចេះណាហេតុអីបានជាត្រូវពេទ្យរំដូចជាខ្មោចបាមីអញ្ចឹងទៅវិញ ទីបំផុតអ្នកទាំងពីរមកហើយខ្ញុំគឺហឺស៊ីរ៉ុងណាហឺស៊ីរ៉ុងមែនទេលោកនាយកចុះហេតុអីបានជាលោកទៅជាបែបនេះទៅវិញអាណាថ្លំធំម្លេះហ៊ានវាយលោកប្រាប់ខ្ញុំមើលខ្ញុំសងសឹកឲ្យ ហាសិរងណាខ្ញុំមើលទៅលោកគឺត្រូវរបួសធ្ងន់ណាស់លោកមិនអាចធ្វើការកែទៅប៉ុន្តែសំលោកទុកចិត្តចាស់ខ្ញុំនឹងរៀបចំកិច្ចការទាំងអស់នេះឲ្យអ្នកថ្មីគេធ្វើជំនួសវិញនៅពេលដែលលោកជាសះស្បើយហេតុពេលណាចាំទទួលតំណែងនឹងចាស់ណា យ៉ាងម៉េចហើយអូយ៉ាងមិញវៃធានមិញយល់អពួកឯងវេលុយឲ្យយើង30លានដើម្បីព្យាបាលជំងឺរបស់យើងគ្រូសាយើងធ្លាប់មានគុណចំពោះនាងបើមិនដូច្នោះទេនាងក៏គ្មានថ្ងៃនេះផងដែរ អេលោកនិយាយបែបនេះមិនសមហេតុផលទេណាអ្នកនេះគឺជាសាច់ញាតិរបស់អ្នកជំងឺមែនទេចាអ្នកជំងឺអត់មានប្រាក់ជំងឺរបស់គាត់ត្រូវការវះកាត់ចំណែកបន្ទីពេទ្យខ្ញុំមិនមែនជាបន្ទីពេទ្យមនុស្សធម៌ទេគឺត្រូវការចំណាយ30,000 yen ចាងាប់ហើយលោកហាស៊ីរ៉ុងគ្រាន់តែលុយ30,000 yen ក៏លោកគ្មានដែរមែនទេ គ្រូសានាងធ្លាប់ជំពាក់គុណយើងពេញមួយជីវិត សំតើអ្នកគ្រូពេទ្យប្រាប់ម្នាក់នេះមិនមែនជាសាច់ញាតិអីរបស់ពួកខ្ញុំទេពួកខ្ញុំទាំងពីរគ្រាន់តែចូលខុសបន្ទប់តែប៉ុណ្ណោះមានការអីអ្នកគ្រូពេទ្យតាក់ទងទៅគ្រួសារគាត់ចាស់ប៉ុន្តែពួកយើងបានតាក់ទងទៅគ្រួសាររបស់គាត់ហើយគ្រួសារគាត់ប្រាប់ថាទុកឲ្យគាត់ជាអ្នកដោះស្រាយខ្លួនឯងទៅចា៎ ឯងមានមាត់និយាយស្អុយខ្លាំងណាស់គឺទីថាខ្ញុំសម្លាប់នាង ប៉ុន្តែអ្នកដែលត្រូវស្លាប់គឺលោកទៅវិញទេបើសិនជាលោកអត់មានលុយវះកាត់ទេនោះរបួសរបស់លោកនឹងចេញខ្ទុះហូរឈាមព្រមទាំងឆ្លងរោគពេញរាងកាយមិនយូរទេលោកច្បាស់ជាស្លាប់ មិនវៃជួយសង្គ្រោះជីវិតខ្ញុំផងខ្ញុំសូមវល់ គ្រួសារអ៊ូយ៉ាងរបស់ខ្ញុំជំពាក់គុណគ្រួសារហើចាំខ្ញុំសងទៅប៉ាម៉ារបស់លោកវិញតែទៅលោកវិញទៅប៉ាម៉ារបស់លោកអត់ទទួលស្គាល់មិនដូចជាធានមីងសោះធានមីងពេលដែលគេឈឺប៉ាម៉ារបស់គេភ័យណាស់មិនដូចជាលោកទេ អូយ៉ាងវិញវៃហើធានមិញពួកឯងចាប់មើលទៅគាត់ធ្វើការងារនៅថ្ងៃដំបូងក៏ជួបរឿងបែបនេះទៅហើ តាម យ ប៉ាតាគាត់ទៅចូលធ្វើការថ្ងៃដំបូងដូចជាបងអញ្ចឹងប៉ុន្តែបងគ្រាន់តែបានចូលធ្វើការក៏បានរៀបការជាមួយអូនភ្លាមសំណាងណា អាយ៉ាអូននិយាយចឹងត្រូវហើយបងមានសំណាងជាងគាត់ចាប់ពីថ្ងៃនេះទៅគឺអូនត្រូវតែនឹកតែបងម្នាក់គត់ទេ មិនអីទេអូនដឹងហើយចាំអូនព្យាយាមនឹកបងឲ្យពេញមួយថ្ងៃតែម្ដង អូខេអ្នកស្រីឡុងខ្ញុំមកដល់ហើយ លោកម្ចាស់លោកម្ចាស់គ្រួសាររបស់យើងខានជួបគ្នារយៈពេល20ឆ្នាំហើយ ត្រូវហើយខ្ញុំមកនេះគឺខ្ញុំចង់និយាយរឿងមួយជាមួយនឹងអ្នកស្រី ជារឿងអាពាហ៍ពិពាហ៍របស់កូនប្រុសលោកហ្នឹងអី អ្នកស្រីដឹងហើយ ខ្ញុំប្រាប់លោកទៅចោះខ្ញុំបានបង្ខំឲ្យគេរៀបការហើយចុះអេតាសិវិលជាមួយគ្នារួចហើយតាមពិតខ្ញុំមិនដឹងថាធានមីងហ្នឹងគឺជាកូនប្រុសរបស់លោកទេប៉ុន្តែក្រោយមកខ្ញុំសង្កេតឃើញថាគេមានចរិតដូចជាលោកណាស់ស្លូតបូតគួរឲ្យរាប់រក អញ្ចឹងអ្នកស្រីធ្វើយ៉ាងម៉េចទើបនាងយល់ព្រមទៅ នាងយល់ព្រមក៏ដោយសារតែខ្ញុំព្រោះខ្ញុំបានសន្យាថាផ្ដល់ប្រាក់ឲ្យនាងច្រើននៅពីក្រោយក្រុមហ៊ុនតៃយុនគ្រប់ប៉ុន្តែមីងហ្វៃនាងមិនដឹងនោះទេ នឹកឃើញកាលនោះខ្ញុំហើយនឹងប៉ាមីងហ្វៃមានចំនួនជាមួយគ្នាខ្លាំងណាស់គាត់បានរៀបការហើយក៏បានខ្សែធនថែមទាំងខ្ញុំបានធ្វើឲ្យគាត់ជាប់គុកទៀត ព្រោះតែលោកខ្លាចគេសងសឹកចំពោះលោកបានជាលោកលាក់ខ្លួនជាសម្ងាត់មិនចង់ឲ្យនរណាដឹងប៉ុន្តែពេលនេះកូនរបស់លោកគេបានរៀបការជាមួយចៅស្រីខ្ញុំហើយមួយរយៈនេះគេត្រូវគ្នាណាស់ អូខ្ញុំក៏បានរៀបចំទ្រព្យសម្បត្តិរាប់ពាន់លានសម្រាប់នៅក្នុងការសុំទោសមីងហ្វៃថែមទាំងជាទ្រព្យសម្បត្តិពួកគេទាំងពីរនាក់ទៀតផងសង្ឃឹមថាអ្នកស្រីមិនប្រកាន់ទេ ដូច្នេះពេលនេះគួរតែបំភ្លេចរឿងគំនុំចាស់ចោលហើយចាប់ផ្ដើមសាជាថ្មីទៅ នេះជារឿងល្អបំផុតប៉ា
ហេតុអីបានជាប៉ានៅទីនេះ លោកជីអ្នកទាំងពីរស្គាល់គ្នាអី ស្គាល់ណាស់ចៅ ប៉ាតើប៉ាមានរឿងអីលាក់បាំងជាមួយនឹងខ្ញុំមែនទេទើបស្គាល់គ្រួសារអ៊ូយ៉ាងបែបនេះប៉ាមិនចង់លាក់បាំងឯងទេធានមីងថ្ងៃនេះប៉ានឹងប្រាប់ឯងឲ្យដឹងថាប៉ាគឺជាអ្នកណាប៉ាគឺជាប្រធានក្រុមហ៊ុនសេងឡុងគ្រប់ប្រធានក្រុមហ៊ុនសេងឡុងគ្រប់ដូចជាមិនដែលធ្លាប់ឮទេ ហើយចាបងនេះសេងឡុងក្រូប៉ាគឺជាក្រុមហ៊ុនឆ្នេរមួយដែលមានតម្លៃក្នុងទីផ្សារភាគហ៊ុនរហូតដល់តែ1000លានបងដឹងអត់ ប៉ានេះមានន័យថាប៉ាគឺជាមហាសេដ្ឋីណែប្រពន្ធសម្លាញ់អូនជឿទេ ខ្ញុំជឿ ប៉ាឈប់និយាយលេងសើចទៅបើប៉ាជាមហាសេដ្ឋីហេតុអីបានជាឲ្យខ្ញុំរស់នៅយ៉ាងវេទនាតកចាក់បែបនេះក្នុងរយៈពេល20ឆ្នាំនេះខ្ញុំវេទនាស្ទើរតែនឹងស្លាប់ទៅហើយប៉ាមិនបាននិយាយកុហកជាមួយឯងទេ ធានមីងអ្វីដែលប៉ាឯងនិយាយជាការពិត ខ្ញុំដឹងថាប៉ានិយាយបែបនេះធ្វើឲ្យខ្ញុំសប្បាយចិត្តតែខ្ញុំបានដេកគិតជាមួយនឹងប្រពន្ធរបស់ខ្ញុំពេញមួយយប់ហើយខ្ញុំហើយនឹងមីងហ្វៃនឹងចាប់ដៃគ្នាកសាងក្រុមហ៊ុនតែយន្តគ្រប់ឲ្យល្អប្រសើរមិនយូរមិនឆាប់ទេខ្ញុំជឿជាក់ថាត្រឹមតែរយៈពេលត្រឹមតែ2-3ឆ្នាំតែប៉ុណ្ណោះក្រុមហ៊ុនមួយនេះច្បាស់ជាមានការរីកចម្រើន ចូលក្នុងគណនីរបស់លោក យ៉ាងណាពួកខ្ញុំនៅជាមួយគ្នាលុយនេះគឺឯងចាយអស់មួយជីវិតក៏មិនអស់ដែរបើមិនជឿទេឯងមើលទូរស័ព្ទដៃរបស់ខ្លួនឯងទៅណែ អូយអាយអាយប៉ាខ្ញុំស្ទើរតែខ្យល់ស្លាប់លើហើយប៉ាអាកូនប្រុសឯងកាត់អីនឹងប៉ាខ្ញុំអាកូនប្រុសឯងក៏បំភ័យប៉ាអីខ្ញុំឯងក៏បំភ័យប៉ាអីធានមីងប៉ាសុំទោសដែលប៉ាកុហកឯង នេះឯងកុហកប៉ាមែនទេហ៎ឯងកុហកប៉ាកុហកខ្ញុំ20ឆ្នាំនេះខ្ញុំកុហកប៉ាបន្តិចចាត់ទុកថារួចគ្នាហើយ ឯងនេះពិតជាខូចខ្លាំងណាស់រៀនសម្ដែងតាមយាយតាំងពីពេលណាមក អាឡូហង្កាធ្វើការនៅក្រុមហ៊ុននោះតើលួចបានប្រហែលហើយនឹងថាម៉េចចិនហ្វេងគេធ្លាប់ដាក់ពាក្យនៅទីនោះហីប៉ណ្ណឹងបានហើយអញ្ចឹងចិនហ្វេងចង់ធ្វើអីណាចិនហ្វេងចង់ធ្វើអីណា នៅសួរយើងទៀតដោយសារតែហឺធីនមីងទើបធ្វើឲ្យយើងបាត់បង់ការងារថែមទាំងមានបញ្ហាជាច្រើនទៀតសំបីតែលុយមួយរៀលក៏គ្មានដែរចាំឲ្យលុយមក ដោយសារតែហេតុធានមីងទៅលោកបាត់បង់ការងារធ្វើហេតុអីក៏មិនទៅរកគាត់មករកខ្ញុំធ្វើអីម្យ៉ាងទៀតណាពួកយើងបានបែកគ្នាហើយឈប់មករំខានខ្ញុំទៀតទៅ ស្រីចម្រៃនាងមានដឹងទេហឺធីមីងឥឡូវនេះគឺជាប្តីនាយករបស់ក្រុមហ៊ុនតាយន្តគ្រប់ធ្វើម៉េចយើងនឹងអាចប៉ះពាល់គេបានទៅវិធីសាស្ត្រមួយយ៉ាងគឺមានតែនាងតែប៉ុណ្ណោះជាអតីតសង្សាររបស់គេនាងត្រូវតែយកលុយពីវាយកមកឲ្យយើងទើបអាចរួចខ្លួនបានមកនេះ តើអញចង់ធ្វើអីខ្ញុំ ចង់ធ្វើស្អីយើងនឹងយកនាងទៅលក់ ឆាប់ឡើងខ្ញុំទៅ ឲ្យ ចា ជួយព្រះម្ចាស់ថ្លៃហើយមិនគួរឲ្យជឿទេលោកមហាសេដ្ឋីម្នាក់បានរកកូនរបស់គាត់ឃើញហើយគឺហឺធានមីងណាអូយហឺធីមីងនេះពិតជាមានសំណាងមែនណាសូមជូនព័ត៌មានអគ្គនាយកសេងឡុងគ្រប់ដែលជាមហាសេដ្ឋីបានផ្ទេរទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ឲ្យទៅកាន់កូនប្រុសរបស់គាត់ម្នាក់ដែលមានឈ្មោះថាហឺធានមីងដើម្បីស្នងតំណែងបន្ត ឃើញតែហាធានមីងគឺហាធានមីងមែនហើយខ្ញុំជាម្ស្រីរបស់គាត់ខ្ញុំត្រូវតែរៀបការជាមួយគាត់ហើយខ្ញុំនឹងខ្លាចទៅជាប្រពន្ធរបស់អ្នកមានអូយខ្ញុំទៅរកគាត់ទៅស្វែងយល់ពីគាត់ អរប្រុសសូមមកវិញនាងឈួតហើយនាងឈួតហើយសួស្តីទាំងអស់គ្នាសូមអរគុណខ្លាំងណាស់ដែលអ្នកទាំងអស់គ្នាគាំទ្រខ្ញុំក្នុងរយៈពេល3ថ្ងៃមកនេះ សូមអបអរសាទរលោកប្រធានថ្មីលោកប្រធានថ្មីអបអរសាទរណាលោកប្រធានក្រុមលោកខ្លាចទៅជាប្តីរបស់គេហើយពេល ត្រូវ នេះ ហើយ
សុំអញ្ជើញបងដែរណាកុំភ្លេចអញ្ជើញទៅចូលរួមផងណាណែទាំងអស់គ្នាកុំភ្លេចចូលរួមផងណាអរគុណ ថាម៉េចលោករៀបការជាមួយអ៊ូយ៉ាងមីងហ្វៃដែលជាច្បាយរបស់យើងហ៎ហើយធានមីងលោកពិតជាអស្ចារ្យណាស់លោកធានមីង ហ៎វាមិនមែនជារឿងធំដុំនោះទេ អីចាលោកប្រធានក្រុម អាយ៉ា ហើយខ្ញុំលែងបានរៀនចំណេញផាត់ស្រាពីលោកទៀតហើយណាហើយថ្ងៃក្រោយលែងនឹងមានឱកាសបានសិក្សាជាមួយលោកទៀតហើយ បងស្រីមីងយូ កាលពីមុនខ្ញុំធ្លាប់សារភាពប្រាប់បងថាខ្ញុំចង់បានធ្វើជាមិត្តប្រុស មិនមែនចឹងទេខ្ញុំចង់ប្រាប់បងតាំងពីយូរណាស់មកហើយខ្ញុំហើយនឹងអូយ៉ាងមីងហ្វេបានចូលអេតាសវលតាំងពីយូរណាស់មកហើយ ហេតុអីបាត់ជាបងប្រាប់ខ្ញុំ ខ្ញុំចង់ប្រាប់រឿងនេះដល់បងប៉ុន្តែឲ្យខ្ញុំសុំទោសផងខ្ញុំគ្មានបំណងលាក់បាំងជាមួយនឹងបងទេបងខឹងខ្ញុំមែនទេ ឆាប់ឲ្យមក ឲ្យស្អី លិខិតអញ្ជើញមង្គលការសំបងក៏បារម្ភអីសោះខ្ញុំមិនឆាឆៅទេ ណែ ហាធានមីងសូមអបអរសាទរដែលបងបានរៀបការជាមួយអ៊ូយ៉ាងហ្វៃហើយពេលនេះខ្ញុំមានអារម្មណ៍ថាពិតជាអាណិតខ្លួនឯងណាស់ដែលមិនបានរៀបការជាមួយមីងយូអេមួយនេះគឺល្អអន្តានេះមិនកើតទេបញ្ចេញសាច់ពេកហើយចាំមួយនេះ ថ្ងៃ ចាំមួយនឹងទៅណា ថ្ងៃមង្គលយើង អីយ៉ូហេតុអីក៏ថ្ងៃនេះកូនកំឡោះមានអារម្មណ៍ល្អម៉េច ត្រូវតែអញ្ចឹងហើយ ប៉ុន្តែខ្ញុំបានឮសន្តិសុខគេនិយាយថាលោកនឹងលួចមើលផ្ទះកូនកំមុំរហូតអហឺតាមមែនក៏អី នេះអូនជឿលេខារបស់អូនទេ ខ្ញុំមិនមែនចេះតែនិយាយទេខ្ញុំមានផ្ោះតាំងត្រូវការមើលដែរអត់អេឈិញយូអញចេញទៅមុនចាស់ខ្ញុំមានការចាំនិយាយជាមួយគាត់បន្តិចបើហ៊ានធ្វើបាបតានាងខ្ញុំមកគឺងាប់ ប្រពន្ធសម្លាញ់ ស្ដាប់បងបកស្រាយសិន មិនចាំបាច់និយាយទេជឿបងហើយ ពិតមែនប្រពន្ធបងពិតជាអស្ចារ្យមែនថ្ងៃនេះអូនរវល់ឯអត់បើមិនចឹងទេពួកយើងបញ្ញាប់ទៅផ្ទះទៅពួកយើងមានការងារជាច្រើនទៀតនៅឯផ្ទះឯណោះបងចង់ធ្វើវាហើយ រវល់អីគេអូនអត់រវល់ទេប៉ុន្តែបងអត់ចេះអត់ធ្មត់ មើលអូននិយាយចោះធ្វើបែបនេះអស់មានអារម្មណ៍ហើយ ពេលនេះអូនមានផ្ទៃពោះហើយអូនបានពិនិត្យបេះដូងទៅហើយពេទ្យប្រាប់ថាកុំឲ្យហូបអីផ្ដេសផ្ដាស់មិនអញ្ចឹងទេប្រយ័ត្នមានហានិភ័យ អីក៏លឿនម្ល៉េះក្រាញ់អូនហើយនឹងបងគឺបានតែម្ដងឯតា គឺពេលដែលយើងនៅសថាគារហ្នឹងហើយ អញ្ចឹងបងចិត្តខ្លាយទៅជាប៉ះរបស់គេហើយមែនទេអើ ចាប់ពីពេលនេះតទៅបងត្រូវប្រឹងរកលុយដើម្បីទិញទឹកដោះគោឲ្យកូនណាបងណា